なかなかやるね。院前国体風懸命か。なら死ね。院前国体いけ。エンドレススクリーン無影無損。天動式戦闘術小村河川。これがし素晴らしい。สุดท้ายเนี่ยได้ทราบวิดีโอนี้ต่างออกกันนี้ขยมบาดไคเซอร์ให้โดยซาใต้มติพิจารณาเจริญเลยยกเรื่องเปลดโบลิดได้จีเรื่องยมบอกปลายทากรอบกำเพลิงขมือให้เลยนี่ขยมหนึ่งเลิกเรื่องนี้ให้มองนี่ยัยตามสำนักกรุบคณีจีมติพิจารณาตั้งแต่มาดองให้จอดเดินทาตาใส่เรื่องนั้นมีดำนาดาวตรงอย่างหน้าหมอมาตุสนาต่างออกกันนี้ตายมาดองตื้อจับตั้งปีชั้นปีปอนมาไพ่มวยไม่รู้มาการดอยมนุษย์ดอกอักกำมังมวยบ้านโจแต่ขนมคลวนมนุษย์นั่งตามหรือยังซาเทียนนั่งเรียวในขนมเรียงกายนั่งบังก้อยมีนั่งกาฉลองนั่งวีรูดอยพลับโดชิมหรือบอมนุษย์นั่งตำรงเรียงกายหรือบอเวียนั่งเอามนุษย์คลายจะเชียใบสายนั่งตายมาดองให้ก็จับดาวนั่งซีมนุษย์มาดองมวยโดยจีไม่รู้นั่งฉลองนั่งจังให้ก็บังการนั่งใบสายนั่งเชียมาดองมวยนั่งผ่องได้ให้นี่ก็บังก้อยมีการจับดาวนั่งไหนทั้งไงเอาซานั่งตายมาดองตื่นมนุษย์จีนั่งก็กำปงต่อสู้ไปช่างหนึ่งเงียเงียปาระเซตบังกอโรคนี่ได้เกี่ยวชโมธาเชียเมโรนั่งกาสเตรียคณะได้เวียนั่งก็จับดาวบริโตดาลังฉลองกรบมนุษย์ในเลยพิภพลงในพบภายในตั้งแต่มาดองใส่เรื่องดาวมึงดอยเขมรโปรมันเนี่ยโดยบานเคยกวดนั่งดาวในขนมดำบอลมวยได้สมบูรณ์แต่ดาวยังต้องในตีกรงตกโชว์มวยสลับแต่มีนหยุดห่อจำบางปีเครื่องนั่งบานบันตุ่มเลี้ยงใบซาสัตว์เอ็นโจมองกระบายเขมรโปรนูบนตัวมองนั่งกวดนั่งก็ลือสมเลงปรับอ่อยกวดนั่งต่อสู้ประยุทธ์บัสนจิกวดนั่งมันจังสลับคือทบัวเอาไว้กระดอยเอาแต่ในรูนั่งแต่มาดองให้บนตัวไปจันสังเกตจีมวยนั่งเมโรใบซาหนูนั่งจะปนนั่งประเทศเซนเตียบจิตรานั่งก็บานกอซางสะซอวาระโยมวยดาวใบตบสกัดนั่งใบซาสัตว์เอ็นเตียงอ่อนนู้นกลมอ่อยหมกกระบายนั่งแต่มาดองโดยซาแต่ใบซานั่งแกเอาชโมธากาสเตรียอันจังยงสมหาใบซากาสเตรียนั่งทาเชียใบซาสัตว์เอ็นแต่มาดองเตอโดยซาแต่เวียนั่งเมียนประพบนั่งใบเชียปาระสัตให้ขนมยาเปดอกชนะบรรทบนั่งที่บ่มพ้นนั่งนูชีนั่งกอาบังการกำรัดจีบเพียบไกรกรอระบอบปุเก้เอาตลอดนั่งตือเปรียบโดยในขนมอมลงเปแปะกระดาษตูสวอดนั่งชนะปีปอนมาไพ่ตัวเชียอย่างน่ากระดอยนั่งอยู่เตอนั่งใบซาสัตว์นั่งก่อเนื้อแต่ลุยนั่งฉลองกัดนั่งสอวาแต่โยมนั่งมวยยังผ่องได้ให้ดังใบประยุทธ์ประชัง
ងជាមួយនឹងពួកវាហ្នឹងមនុស្សហ្នឹងក៏បានរៀបចំក្រុមអ្នកប្រយុទ្ធហ្នឹងពីរនាក់ដើម្បីជាភ្នាក់ងារពិសេសហ្នឹងប្រឆាំងនឹងបិសាចសត្វល្អិតនេះហ្នឹងតែម្ដងដែលមានម្នាក់ហ្នឹងគឺជាមនុស្សចាប់ដៃគូជាមួយនឹងក្មេងបដាសាម្នាក់ដែលក្មេងបដាសាម្នាក់ហ្នឹងភាគច្រើនហ្នឹងគឺជាក្មេងស្រីអាយុ10ឆ្នាំហ្នឹងតែម្ដងដែលមានឈាមវីរុសបិសាចហ្នឹងនៅក្នុងខ្លួនរបស់ពួកគេហើយដើម្បីធានាសុវត្ថិភាពដល់អ្នកស៊ើបអង្កេតហ្នឹងច្បាប់ថ្មីមួយក៏ត្រូវបានបង្កើតឡើងដោយកំណត់ថានៅក្នុងឧបទ្ទវហេតុណាមួយហ្នឹងដែលមានជាប់ពាក់ព័ន្ធនឹងបិសាចសត្វល្អិតនេះអ្នកស៊ើបអង្កេតហ្នឹងមិនអាចចូលទៅក្នុងបរិវេណនោះហ្នឹងដោយគ្មានការទូតត្រាពិនិត្យហ្នឹងដោយក្រមសន្តិសុខស៊ីវិលនោះទេហើយនៅក្នុងឆ្នាំ2031លេចចេញទទួលព្រមម្នាក់របស់យើងនេះគេឲ្យឈ្មោះថា Rentaro Satomi មកពីទីស្នាក់ការភ្នាក់ងារសន្តិសុខស៊ីវិលដែលមានឈ្មោះថាហ្នឹង Tendo បានទៅស៊ើបអង្កេតនៅការឆ្លងវីរុសបិសាចសត្វល្អិតហ្នឹងនៅឯតំបន់តូក្យូមួយអ្នកស៊ើបអង្កេតមួយចំនួនហ្នឹងបានសង្ស័យថាគាត់នៅក្មេងពេកក្នុងនាមហ្នឹងជាភ្នាក់ងារពិសេសនេះប៉ុន្តែពួកគេហ្នឹងក៏នៅតែធ្វើការជាមួយគាត់ហើយទៅកន្លែងហ្នឹងកើតហេតុនោះនៅទីបំផុតហ្នឹងពួកគេហ្នឹងក៏ដឹងថាទាហាន2នាក់ហ្នឹងបានលួចចូលទៅក្នុងហ្នឹងបាត់ទៅហើយក៏ស្ងាត់ឆឹងតាំងពីពេលនោះមកតែម្ដងហើយនៅពេលដែល Rentaro ហ្នឹងត្រៀមសម្រុកចូលយ៉ាងប្រុងប្រយ័ត្នទៅខាងក្នុងផងដែរហ្នឹងគាត់ហ្នឹងក៏បានទាត់ទ្វារហើយក៏បានរកឃើញបុរសពាក់របាំងមុខម្នាក់ដែលបញ្ជាក់ថាគាត់ហ្នឹងគឺជាក្រុមសន្តិសុខស៊ីវិលដូចគ្នានឹង Rentaro ហ្នឹងផងដែរប៉ុន្តែហ្នឹងគាត់មិនមែនមកជួយពួកគេទេហើយគាត់ហ្នឹងតាមពិតហ្នឹងគឺមករកប្រភពបិសាចនៃការឆ្លងមេរោគនេះហ្នឹងផងដែរហើយក៏បញ្ជាក់ពីគោលដៅរបស់គាត់ហ្នឹងថាគាត់ចង់បំផ្លាញពិភពលោកនេះហ្នឹងផងដែរលុះដូច្នេះ Rentaro ហ្នឹងក៏សម្រុកទៅមាត់ឆ្វេងប៉ុន្តែត្រូវបុរសម្នាក់ហ្នឹងទប់នឹងដៃរបស់គាត់ជាប់បុរសនោះក៏គ្រលាស់ដៃរបស់ Rentaro ហ្នឹងឡើងហើយក៏ដាល់ពួងរបស់ Rentaro ហ្នឹងក៏វាយបកទៅវិញប៉ុន្តែនៅតែត្រូវបានរីរាំងម្ដងទៀតហើយក៏ត្រូវបានបុរសនោះហ្នឹងគ្រោវីដាក់គាត់មួយជើងកណ្ដាលមុខតែម្ដងហើយនៅពេលដែលបុរសនោះហ្នឹងកំពុងនិយាយទូរស័ព្ទបណ្ដាលហើយបាញ់សម្លាប់ទាហាន2 3នាក់បណ្ដាលនោះហ្នឹង Rentaro ហ្នឹងក៏បានឱកាសហើយក៏សម្រុកទៅទាត់ក្បាលខណៈដែលបុរសនោះកិច្ចប៉ុន្តែ Rentaro ហ្នឹងក៏រវែទាត់មួយជើងហ្នឹងវាចកបុរសនោះហ្នឹងតែម្ដងប៉ុន្តែគាត់ហ្នឹងក៏ទាញករបស់គាត់វិញហ្នឹងមកដូចជាធម្មតាពេញតែម្ដងគឺខ្លាំងមែនទែនមើលទៅហើយគាត់នោះហ្នឹងក៏ដកថយពីកន្លែងកើតហេតុនោះទៅហើយបន្ទាប់ពីអ្នកស៊ើបអង្កេតហ្នឹងបានចូលមកដល់ហ្នឹងខណៈពេលនោះនឹងផងដែរ Rentaro នឹងក៏ប្រាប់អំពីជនរងគ្រោះដែលបានរួចកិច្ចខ្លួននឹងរួចបាត់ទៅហើយមុនពេលដែលគាត់នឹងមកដល់ជាមួយនឹងបុរសម្នាក់នោះហើយក៏ណែនាំឲ្យអ្នកស៊ើបអង្កេតនោះនឹងឲ្យប្រកាសដាក់តំបន់នេះនឹងទៅជាតំបន់ដាច់ដោយឡែកពីគេមុនពេលនៃការឆ្លងនឹងរីករាលដាលត្រប់ទៅដៃគូរបស់ Rentaro វិញដែលជាក្មេងបណ្ដាសាមានឈ្មោះថា Enju Aihara បានត្អូញត្អែនឹងដែល Rentaro នឹងទុកនាងចោលនៅពេលដែលនាងធ្លាក់ពីលើកង់បន្ទាប់មកនឹងនាងក៏បានជួបជាមួយនឹងជនរងគ្រោះដែលបានរត់នឹងកិច្ចខ្លួននោះហើយដោយសារតែការឆ្លងរបស់គាត់នឹងលើសពី 50% នឹងបាត់ទៅហើយគឺវាយឺតពេលក្នុងការជួយសង្គ្រោះគាត់នេះបន្ទាប់មកនឹងគាត់នឹងក៏បានផ្លាស់ប្ដូរប្រែកាយឬរូបរាងទៅជាសត្វពីងពីងដ៏ធំសម្បើមមួយវានឹងក៏បានផ្លុំសំណាញ់នឹងដាក់ Enju ហើយក៏បានវាយនាងនឹងទៀតទៅមួយចម្ងាយ Rentaro និងអ្នកស៊ើបអង្កេតនឹងក៏បានមកដល់នៅកន្លែងកើតហេតុនឹងភ្លាមហើយអ្នកស៊ើបអង្កេតនឹងក៏ព្យាយាមបាញ់វានឹងដោយកំភ្លើងធម្មតារបស់គាត់ប៉ុន្តែវាគ្មានប្រយោជន៍ឡើយហើយ Rentaro វិញក៏ធ្វើឲ្យបន្សាបកម្លាំងវានឹងជាមួយនឹងគ្រាប់កំភ្លើងលោហៈវ៉ារញោមរបស់គាត់នឹងដែលអាចបញ្ឈប់នឹងកុំឲ្យកោសិកាបិសាចនោះដុះឡើងវិញបានហើយបន្ទាប់ពីនោះនឹង Enju នឹងក៏បានហក់ទៅទាត់ដៃរបស់វាហើយក៏បានទាត់វាមួយជើងនឹងប្រេះរាងកាយបែកជាបំណែកនឹងតែម្ដងទៅបន្ទាប់មកនឹង Enju នឹងក៏សោកសៅថាអាវរបស់នាងដាច់ដោយមិនខ្វល់ពីរបួសនាងទៅវិញហើយនាងនឹងក៏ណែនាំខ្លួននាងថាជាដៃគូនឹងជាមួយនឹង Rentaro អស់មួយជីវិតនឹងនៅចំពោះមុខនឹងអ្នកស៊ើបអង្កេតនោះហើយក៏ថោកថ្ពាល់របស់ Rentaro នឹងភ្លាមតែម្ដងប៉ុន្តែភ្លាមនោះនឹង Rentaro នឹងក៏នឹកឃើញអំពីការបញ្ចុះតម្លៃនៅក្នុងហាងមួយដូច្នេះនឹងគាត់នឹងក៏រត់ចេញទៅពីទីនោះនឹងយ៉ាងលឿនតែម្ដងបន្ទាប់ពីនោះ Rentaro នឹងក៏បានបញ្ជូនរបាយការណ៍បេសកកម្មរបស់គាត់នឹងទៅថ្នាក់លើនិងមិត្តរបស់គាត់ដែលជា Kisara Tendo ហើយក៏ត្រូវនាងស្ដីបន្ទោសឲ្យគាត់យ៉ាងខ្លាំងតែម្ដងដែលគាត់នឹងភ្លេចប្រមូលប្រាក់សម្រាប់បេសកកម្មដែលបានជួយប៉ូលីសនឹងតូក្យូនេះនាងនឹងក៏ត្អូញត្អែចំពោះទង្វើឈួតឡប់របស់ Rentaro ដែលមិនខ្វល់ពីប្រាក់ចំណូលរបស់ក្រុមហ៊ុនរបស់នាងឡើយបន្ទាប់មកនឹងនាងក៏រំលឹកគាត់នឹងឲ្យត្រូវតែតាមដានប្រភពបិសាចដែលចម្លងនឹងមេរោគនោះដែលពួកគេនឹងទើបតែរកឃើញនឹងតែជនរងគ្រោះនឹងតែប៉ុណ្ណោះបន្ទាប់មកនឹង Kisara នឹងក៏រំលឹកពីអតីតកាលរបស់ Rentaro នឹងជាមួយនឹង Enju ហើយរួមទាំងរំលឹកទាំងឪពុកម្ដាយរបស់គាត់នឹងផងដែរដែលធ្វើឲ្យ Rentaro នឹងខឹងនឹងនាងមែនតែម្ដងហើយគាត់នឹងក៏បានដើរចាក់ចេញពីការិយាល័យនោះទៅ
ពេលកំពុងដើរហ្នឹងគាត់នឹងក៏រំលឹកខ្លួនឯងហ្នឹងចង់ឲ្យខ្លួនគាត់ហ្នឹងពង្រឹងនៅសតិផ្លូវចិត្តហ្នឹងឲ្យរឹងមាំបន្តិចជាងមុនកុំឲ្យចេះតែខឹងនៅពេលដែលនរណាម្នាក់ហ្នឹងនិយាយអំពីឪពុកម្ដាយរបស់គាត់នេះហើយពេលមកដល់សាកលវិទ្យាល័យសាធារណៈ Magata ហ្នឹង Rentaro ហ្នឹងក៏បានមកសួរសុខទុក្ខនឹងគ្រូរបស់គាត់ដែលមានឈ្មោះថា Sumare Moroto ហើយនាងនឹងក៏បាននិយាយលេងសើចនឹងដោយឲ្យគាត់នឹងធ្វើអធិឃាតដោយសារតែគាត់នឹងតែងតែវាយបំបីសាកសពជនរងគ្រោះនឹងបិសាចសត្វល្អិតជានិច្ចដូចជាធ្វើការខ្ជះខ្ជាយអញ្ចឹងគឺមើលងាយគាត់មែនតែម្ដងតែតាមពិតនឹងនាងគ្រាន់តែនិយាយលេងតែប៉ុណ្ណោះនាងនឹងថែមទាំងនិយាយថាគីសារ៉ានឹងមិនមើលឃើញគាត់ទេប្រសិនបើគាត់នឹងមិនព្រមញ៉ាយគីសារ៉ានឹងទាំងបង្ខំអញ្ចឹងនោះប៉ុន្តែ Rentaro នឹងក៏បដិសេធថាគីសារ៉ានឹងគឺជាអ្នកគុណដាវដ៏កំពូលម្នាក់ដែលអាចសម្រាប់គាត់នឹងភ្លាមបានអញ្ចឹងគាត់មិនអាចធ្វើអញ្ចឹងបានទេបើធ្វើអញ្ចឹងមានតែគាត់នឹងត្រូវនាងកាប់ស្លាប់តែម្ដងត្រឡប់ទៅឯប្រធានបទសំខាន់វិញអ្នកគ្រូ Sumare នឹងក៏បានប្រាប់គាត់នឹងថាប្រភពបិសាចនោះនឹងប្រហែលជាកំពុងតែប្រើនៅសមត្ថភាពវិវត្តខ្លែងបន្លំជាពិសេសនឹងដើម្បីជៀសវាងនឹងមិនឲ្យនរណាគេរកឃើញវាឡើយហើយបន្ទាប់ពីនោះនឹង Rentaro នឹងក៏ទៅផ្ទះគាត់ហើយបន្ទាប់ពីគាត់រួមជាមួយនឹង Enju បានញ៉ាំអីរួចហ្នឹង Rentaro នឹងក៏បានចាក់ថ្នាំបង្ការវីរុសហ្នឹងឲ្យ Enju កុំឲ្យនាងនឹងមានការឆ្លងនឹងវាច្រើននឹងភាគរយពេកបន្ទាប់ពីនោះហ្នឹងនាងនឹងក៏បើកដៃដើម្បីតាក់ទាញ Rentaro នឹងឲ្យមកពោនាងទៅដេកប៉ុន្តែ Rentaro នឹងគឺគាត់អត់ខ្វល់ទេគាត់នឹងក៏ចូលទៅបន្ទប់របស់គាត់ហើយក៏បិទទ្វារនឹងក្តាំងតែម្ដងធ្វើឲ្យ Enju នឹងនាងក៏ខឹងស្ទុះទៅចាប់គាត់នឹងទាំងបង្ខំរហូតនឹងដល់នាងនឹងបានអោបខ្លួនគាត់នឹងយ៉ាងណែនទើបនាងនឹងអស់ចិត្តនៅថ្ងៃបន្ទាប់នឹង Enju នឹងក៏បញ្ចេញពីអារម្មណ៍មិនពេញចិត្តរបស់នាងនិងអ្វីដែលបានកើតឡើងនឹងការពីយប់មិញហើយក៏ស្រែកដាក់ Rentaro ថាមិននឹងបានជាគាត់បដិសេធសំណើរបស់នារីម្នាក់អញ្ចឹងទោះបីជាយ៉ាងណាក៏ដោយ Rentaro ក៏ប្រាប់នាងថាស្ត្រីនឹងមានភាពនឹងសុភាពរាសានិងប្រុងប្រយ័ត្នមិនមែនចេះតែឲ្យដៃអញ្ចឹងទេហើយក៏រំលឹកនាងថាសម្បត្តិត្រឹមខ្ពង់រាបនឹងចង់មកលួងគាត់នឹងមិនកើត Enju នឹងក៏ហប់ដើមទ្រូងរបស់នាងនឹងទាំងខកចិត្តបន្ទាប់មកនឹងនាងក៏បន្តនិយាយអំពីប្រុសមួយចំនួននឹងដែលមិនអាចយកចិត្តរបស់ពួកគេនឹងទៅស្រឡាញ់មនុស្សស្រីពេញវ័យបានទេហើយនាងក៏លើកឧទាហរណ៍ថាពួកគេទាំងអស់ហ្នឹងតែងតែចង់បានក្មេងស្រីដូចជានាងហ្នឹងនិយាយទៅកាន់ពួកគេថាឲ្យបាញ់ទឹកនៃក្តីស្រឡាញ់របស់ពួកគេហ្នឹងចូលមកខ្លួនរបស់នាងមកហើយកុំគិតខុសឲ្យសោះកន្លែងនេះគឺនាងហ្នឹងចង់មានន័យថាឲ្យចាក់ថ្នាំហ្នឹងដូចដែលខ្ញុំទៅតែនិយាយចំនោះទេប៉ុន្តែ Rentaro ហ្នឹងក៏និយាយថាបានសម្រាប់ហើយក៏ប្រាប់ឲ្យនាងហ្នឹងកុំនាំឲ្យគាត់ហ្នឹងធ្លាក់នៅរស់ឬក៏20ឆ្នាំហ្នឹងរស់នៅក្នុងគុកហ្នឹងនោះអីហើយគាត់ហ្នឹងក៏រំលឹកឲ្យនាងហ្នឹងញ៉ាំអាហារពេលព្រឹកហ្នឹងឲ្យលឿនទៅហើយបន្ទាប់ពីគាត់នឹងបានជូន Enju ទៅសាលារៀនហ្នឹង Rentaro នឹងក៏បានសួរឲ្យប្រកាសថា Enju នឹងបានលាក់ថានាងនឹងគឺជាក្មេងម្ដាសាដែរឬអត់គឺដោយសារតែមនុស្សគ្រប់គ្នានឹងគឺស្អប់ពួកគេមែនតែម្ដងដោយសារតែក្មេងម្ដាសានេះមានឈាមវីរុសបិសាចនៅក្នុងខ្លួនហើយនៅតាមផ្លូវទៅសាលារបស់គាត់ហ្នឹង Rentaro នឹងក៏គិតអំពីសង្គ្រាមមនុស្សជាតិដែលប្រឆាំងនឹងមេរោគនេះហ្នឹងហើយក្តីសង្ឃឹមចុងក្រោយរបស់ពួកមនុស្សដើម្បីឈ្នះនោះគឺជាក្មេងម្ដាសានេះឯងដែលជាក្មេងនឹងមានករណីពិសេសមានឈាមនឹងមេរោគបិសាចនៅក្នុងខ្លួនតែនៅមានរូបរាងនឹងជាមនុស្សមិនវិវត្តនឹងទៅជាបិសាចឡើយលុះត្រាតែមេរោគនឹងឆ្លងលើឈាមរបស់ពួកគេនឹងលើសពី 50% ទើបបានពួកគេនឹងប្រែកាយនៅឯសាលាគីសារ៉ានឹងក៏បានទេមកប្រាប់ Rentaro ថាទីស្នាក់ការភ្នាក់ងារសន្តិសុខស៊ីវិលកម្ពុជាក្នុងតំបន់តូក្យូនឹងបានកោះហៅពួកគេនឹងទៅក្រសួងការពារជាតិតាមសំណើរបស់អ្នកដឹកនាំគ្រប់គ្រងតំបន់តូក្យូមានឈ្មោះថា Seitenshi នៅទីនោះនឹងមានបរិមាត្រធំម្នាក់ឈ្មោះ Ikuma Shogen ដែលមានចំណាក់ថ្នាក់លេខ1584ស្រាប់តែមកចំអកឲ្យគីសារ៉ានិង Rentaro ថាអាយុពួកគេនៅស្ទើរណាស់ដែលមកបើកក្រុមហ៊ុននឹងមួយដូចជាក្មេងនឹងលេងបេលុកបេឡអញ្ចឹងហើយក៏ថាពួកក្មេងបដាសាគឺជាឧបករណ៍របស់គាត់នឹងសម្រាប់ប្រើប្រាស់ថែមទៀតផងគឺនិយាយមកគឺពួកក្មេងៗនឹងមែនតែម្ដងប៉ុន្តែមេរបស់ Shogen នឹងក៏បានបញ្ឈប់គាត់ហើយប្រាប់ឲ្យគាត់ត្រឡប់ទៅឈរនៅជួររបស់គាត់វិញទៅហើយដៃគូក្មេងម្ដាសារបស់ Shogen នេះហ្នឹងគឺមានឈ្មោះថា Kaiyo Senju ដែលកំពុងតែប្រាប់ Rentaro ថានេះនឹងឃ្លានខ្លាំងណាស់ធ្វើឲ្យ Rentaro បែកងាងមែនទែននៅពេលនោះក្នុងអំឡុងពេលពិភាក្សានឹង Seitenshi នឹងក៏បង្ហាញការងារចំនួន2សម្រាប់ពួកគេទាំងអស់នោះទី1នឹងគឺដើម្បីកំណត់ទីតាំងនិងកំតិចបិសាចសត្វល្អិតដែលបានជ្រៀតចូលតំបន់តូក្យូនឹងកាលពីមួយថ្ងៃមុននោះឯការងារទី2នឹងគឺនាងនឹងប្រាប់ឲ្យពួកគេនឹងទៅយកប្រអប់មួយនៅក្នុងបិសាចនឹងសត្វល្អិតនោះដោយបញ្ជាឲ្យពួកគេនឹងយកមកវិញនឹងដោយមិនប៉ះពាល់វានោះទេហើយសម្រាប់ប្រាក់រង្វាន់វិញក៏ត្រូវបានបង្ហាញនឹងគឺច្រើនមែនតែម្ដងគីសារ៉ានឹងក៏ចង់ដឹងពីអ្វីនៅក្នុងប្រអប់នោះប៉ុន្តែ Seitenshi នឹងបដិសេធនឹងមិនឆ្លើយនឹងនាងទេរំពេចនោះនឹងក៏មានបុរសពាក់របាំងមុខមួយ
ក៏មកបង្ហាញខ្លួនរួចប្រាប់ឈ្មោះរបស់គាត់ថាជាកាកេតាណេនឹងហ៊ីរ៉ូកូហើយគាត់នឹងក៏ឈរនៅលើទឹកនឹងឌឺគ្រប់គ្នានៅក្នុងបន្ទប់នឹងតែម្ដងរួចគាត់នឹងក៏បានប្រកាសពីចេតនារបស់គាត់ក្នុងការប្រើប្រាស់អ្វីដែលនៅក្នុងប្រអប់នោះនឹងដែលជាមរតកផ្កាយទាំង7នឹងគឺដើម្បីកំទេចនឹងតំបន់តុកជូនេះនឹងតែម្ដងហើយគាត់នឹងក៏សម្លឹងទៅមើល slide នោះនឹងរួចក៏បានហៅ sentence នឹងថាជាអ្នកដឹកនាំនឹងឥតប្រយោជន៍មែនទែនតែម្ដងបានត្រឹមតែបញ្ជាគេអញ្ចឹងហ្នឹងឯ Rentaro នឹងក៏បានដកកំភ្លើងនឹងភ្ជង់ទៅ Hiroko ដែល Hiroko នឹងបែរជាសួរសុខទុក្ខ Rentaro នឹងថាគាត់នឹងសុខសប្បាយដែរឬអត់ដូចជាមិត្តភក្តិនឹងគ្នាអញ្ចឹង Rentaro នឹងក៏សួរថាគាត់ចូលមកទីនេះដោយរបៀបណាឯ Hiroko នឹងក៏ប្រាប់ថាគាត់នឹងចូលមកតាមច្រកទ្វារនឹងធម្មតាប៉ុន្តែគាត់នឹងបានសម្លាប់សត្វល្អិតជាច្រើនដែលមកពាំងផ្លូវរបស់គាត់ហើយព្យាយាមសម្លាប់គាត់នេះដែលសត្វល្អិតនោះនឹងគឺគ្មាននរណាក្រៅពីសន្តិសុខនៅឯអគារនេះទេបន្ទាប់មកនឹងគាត់នឹងក៏បានណែនាំកូនស្រីរបស់គាត់ក៏ដូចជាដៃគូរបស់គាត់នឹងមានឈ្មោះថាកូហ៊ីណាហើយបន្ទាប់មកនឹង Shogun នឹងក៏បានហក់ទៅកាប់ Hiroko នឹងយ៉ាងលឿនប៉ុន្តែដាវរបស់គាត់នឹងក៏ឡងទៅក្រោយហើយក៏ត្រូវជាប់ឆ្កឹងនៅនឹងកន្លែងហ្នឹងតែម្ដងដែលធ្វើឲ្យ Shogun នឹងភ្ញាក់ផ្អើលមែនទែនពួកបរិបរដែលនៅពីក្រោយ Shogun នឹងក៏ប្រាប់ឲ្យគាត់នឹងដកថយហើយក៏នាំគ្នាបាញ់រះកំភ្លើងរបស់ពួកគេដាក់ Hiroko ទោះជាយ៉ាងណាក៏ដោយគ្រាប់កំភ្លើងនឹងក៏គាំងនៅជុំវិញខ្លួនរបស់ Hiroko នឹងក៏ប្រាប់ពួកគេទាំងអស់ពីសមត្ថភាពរនាំងរបស់គាត់ដែលជាលទ្ធផលមកពីលោហៈនឹងវ៉ារញោមនៅក្នុងសរីរាង្គកាយរបស់គាត់ហើយបង្ហាញថាគាត់មកពីក្រុមកងកម្លាំងការពារជើងគោកដែលជាអង្គភាពពិសេសនឹងមេកានិកនឹងទី784ហើយក៏ជាកម្លាំងពិសេសនឹងកម្ចាត់បិសាចសត្វល្អិតផងដែលជា Hiroko Katakane នៃកងពលផែនការបង្កើតមនុស្សជាតិនឹងថ្មីបន្ទាប់មកនឹងគាត់នឹងក៏រុញគ្រាប់កំភ្លើងដោយរនាំងរបស់គាត់នឹងទៅសម្លាប់មនុស្សនៅក្នុងបន្ទប់នឹងទាំងអស់ខណៈដែល Rentaro នឹងគាត់នឹងក៏លោតទៅការពារគីសារ៉ាបន្ទាប់ពីនោះនឹង Hiroko នឹងក៏បានចាក់ចេញបន្ទាប់ពីប្រគល់ក្បាលប្រធានាធិបតីនឹងជាអំណោយដល់ Rentaro បន្ទាប់មកនឹង Sensei នឹងក៏បានស្នើករណីសង្គ្រោះបន្ទាន់ដែលចាំបាច់អាចដល់ថ្នាក់បំផ្លាញទីក្រុងតូក្យូនឹងបានហ្នឹងឲ្យពួកគេនឹងគឺតាមរោគប្រអប់នោះធ្វើមិនក៏ដោយឲ្យតែទទួលបានប្រអប់នោះមុន Hiroko នឹងឲ្យបានតែម្ដងនៅថ្ងៃបន្ទាប់ហ្នឹង Rentaro ហើយនឹង Enju នឹងក៏បានឃើញក្មេងបណ្ដាសាមកពីតំបន់ខាងក្រៅហ្នឹងត្រូវប៉ូលីសចាប់ខ្លួនហើយក៏ធ្វើឲ្យ Enju នឹងយំសោកសៅយ៉ាងខ្លាំងមែនទែនចំពោះទង្វើរើសអើងរបស់ពួកគេហើយនាងនឹងក៏សុំមកអង្វរឲ្យ Rentaro នឹងទៅជួយសង្គ្រោះនាងនឹងភ្លាមទៅហើយ Rentaro នឹងគ្រាន់តែប្រាប់ឲ្យនាងនឹងទៅផ្ទះវិញទៅបន្ទាប់មកនឹង Rentaro នឹងក៏ដេញតាមប៉ូលីសនោះហើយប៉ូលីសនោះនឹងក៏ទៅបោកក្បាលក្មេងបណ្ដាសានោះនឹងទៅនឹងជញ្ជាំងយ៉ាងប្រៃសៃតែម្ដងហើយក៏បាញ់ក្មេងស្រីនោះនឹងចំក្បាលនឹងពីគ្រាប់ទៀតគឺមើលទៅខុសខើមែនទែនហើយបន្ទាប់ពីប៉ូលីសបានចាក់ចេញនោះនឹង Rentaro នឹងក៏គាត់នឹងក៏ទូចចិត្តយ៉ាងខ្លាំងដែលគាត់នឹងមិនអាចធ្វើអ្វីបានតតែសោះដែលវានឹងគឺជាការរើសអើងចំពោះក្មេងបណ្ដាសាដែលមនុស្សភាគច្រើននឹងធ្វើចំពោះពួកគេនេះប៉ុន្តែក្មេងស្រីម្នាក់នោះនៅមានជីវិតនឹងនៅឡើយបន្ទាប់មក Rentaro នឹងក៏បាននាំនាងនឹងទៅមន្ទីរពេទ្យហើយនៅក្នុងមន្ទីរពេទ្យនោះវិជ្ជបណ្ឌិតនឹងថែមទាំងសួរបញ្ជាក់ Rentaro ថាគាត់នឹងអាចមានលុយនឹងសម្រាប់បង់ថ្លៃឬអត់សួរមកគឺមើលងាយមែនតែម្ដងហើយទើប Rentaro នឹងគាត់នឹងក៏ធានាថាគាត់នឹងអាចបង់ថ្លៃបានធម្មតាហើយនៅតាមផ្លូវត្រឡប់មកផ្ទះវិញហ្នឹង Hiroko នឹងក៏មករក Rentaro ដែលគាត់នឹងបានភ្ជង់កំភ្លើងដាក់ Hirako គណៈពេលដែល Hiroko នឹងក៏ធ្វើដូចគ្នា Hiroko នឹងក៏បញ្ជាឲ្យកូហ៊ីណានឹងទៅកាប់ Rentaro ប៉ុន្តែ Enju នឹងក៏បានហក់ទៅទាត់នាងនឹងឡងបែកការភ្លើងតែម្ដងបន្ទាប់មកនឹង Hiroko នឹងក៏បានសូកប៉ាន់លុយ Rentaro ឲ្យចូលដៃជាមួយគាត់ដើម្បីបំផ្លាញនឹងទីក្រុងនឹងតូក្យូសម្រាប់ប្រឆាំងនឹងការរើសអើងនឹងក្មេងនឹងបណ្ដាសានេះប៉ុន្តែ Rentaro នឹងគាត់នឹងក៏បដិសេធហើយក៏បាញ់លុយទាំងនោះនឹងចោលតែម្ដងគាត់អត់ខ្វល់ទេបន្ទាប់មកនឹង Hiroko នឹងក៏គំរាម Rentaro ថាគាត់នឹងទៅលេងសាលារបស់ Enju ហើយពួកគេនឹងក៏ចាក់ចេញទៅនៅថ្ងៃបន្ទាប់នឹង Rentaro នឹងក៏បញ្ញាប់បញ្ញាល់នឹងទៅសាលារៀនរបស់ Enju បន្ទាប់ពីឮពាក្យចចាមអារាមថានាងជាក្មេងបណ្ដាសានឹងបានបែកធ្លាយនោះបង្ខំឲ្យ Enju នឹងបានរត់ចេញពីថ្នាក់រៀននឹងដោយភាពភ័យខ្លាចតែម្ដង Rentaro នឹងក៏ត្រឡប់ទៅរកនាងនៅឯផ្ទះវិញប៉ុន្តែ Enju នឹងក៏មិននៅទីនោះទេបន្ទាប់មកគាត់នឹងក៏ទៅស្វែងរកនៅក្នុងតំបន់ក្រៅទីក្រុងលេខរៀងទី39ខណៈពេលដែល Sentence នឹងកំពុងតែប្រកាសច្បាប់ថ្មីដើម្បីផ្ដល់សិទ្ធិដល់ក្មេងបណ្ដាសាក្នុងការរស់នៅនឹងដោយសន្តិភាពជាមួយនឹងមនុស្សធម្មតាហើយ Rentaro នោះវិញគាត់នឹងក៏បានកោះលូមួយ
ហើយក៏សួរក្មេងបណ្ដាសានោះគឺដើម្បីស្វែងរកនឹងអេនជូប៉ុន្តែក្មេងស្រីម្នាក់នោះនឹងក៏នាំរ៉េនតារ៉ូនឹងទៅជួបម៉ាស៊ូសាគីហើយពន្យល់ថាគាត់នេះឯងគឺជាអ្នកមើលថែក្មេងៗនៅក្នុងតំបន់នេះរ៉េនតារ៉ូនឹងគាត់ក៏មិនចង់និយាយដេញដោលច្រើនហើយក៏សួរគាត់ថាតើគាត់នឹងបានឃើញអេនជូនឹងដែរឬទេហើយនៅពេលដែលម៉ាស៊ូសាគីនឹងប្រាប់ឲ្យរ៉េនតារ៉ូនឹងទៅរកដៃគូថ្មីទៅរ៉េនតារ៉ូនឹងក៏បដិសេធទាំងកំហឹងហើយស្រែកដាក់គាត់នឹងចំពោះការផ្ដល់មតិបែបនេះគឺទាំងដែលគាត់នឹងមិនដឹងពីទុក្ខលំបាកដែលគាត់នឹងហើយនឹងអេនជូនឹងបានឆ្លងកាត់នឹងជាមួយគ្នានោះទេបន្ទាប់ពីនោះនឹងរ៉េនតារ៉ូនឹងក៏បានចាកចេញនឹងពីទីនោះទៅហើយម៉ាសាស៊ូគីនឹងក៏ងាកទៅរកអេនជូហើយសួរថាពេលឃើញរ៉េនតារ៉ូបែបនេះចឹងហ្នឹងនាងនឹងនៅតែចង់បោះបង់គាត់ចោលហ្នឹងដែរឬអត់ឥឡូវនេះហើយគាត់នឹងក៏បានហៅរ៉េនតារ៉ូថាគឺជាក្មេងល្អមែនទែនតែម្ដងដែលចេះយកចិត្តទុកដាក់ចំពោះក្មេងបណ្ដាសានឹងដូចជានាងនេះអេនជូនឹងក៏គ្រាន់តែងក់ក្បាលហើយញញឹមនឹងទាំងក៏ក្តៅតែម្ដងទន្ទឹមនឹងនេះផងដែររ៉េនតារ៉ូនឹងក៏បន្តដើរស្វែងរកនឹងអេនជូនឹងតទៅទៀតនៅថ្ងៃបន្ទាប់នឹងរ៉េនតារ៉ូនឹងក៏មកជួបគ្រូរបស់គាត់ដើម្បីសួរអំពីមូលហេតុនឹងដែលប្រជាជននឹងស្អប់ក្មេងៗបណ្ដាសាម្លេះដែលតាមការពិតនឹងពួកគេនឹងគឺជាក្តីសង្ឃឹមចុងក្រោយរបស់មនុស្សជាតិនឹងប្រឆាំងនឹងបិសាចសត្វល្អិតនឹងសោះហ្នឹងគ្រូរបស់គាត់នឹងក៏គ្រាន់តែផ្ដល់ហេតុផលនឹងស្តៀងទៅនឹងសាសនាដែលគិតថាបិសាចសត្វល្អិតនឹងគឺជាព្រះរបស់ពួកគេដូច្នេះមានន័យថាក្មេងៗបណ្ដាសាទាំងអស់នោះគឺជាអ្នកនាំពាក្យរបស់ព្រះនោះដូច្នេះហើយវានឹងគឺគ្មានអ្វីចម្លែកទេដែលមនុស្សគ្រប់គ្នានឹងប្រកាន់ពូជសាសន៍លើពួកគេនេះឯងហើយនៅទីបញ្ចប់នឹងរ៉េនតារ៉ូនឹងក៏គ្រាន់តែរំលឹកនាងនឹងដោយកំហឹងថាអេនជូនឹងក៏ជាមនុស្សម្នានឹងផងដែរហើយក៏ចាក់ចេញនឹងទាំងដែលអ្នកគ្រូរបស់គាត់នឹងផ្ញើសារពីនរណាម្នាក់នឹងដែលគាត់ស្គាល់នឹងប្រាប់ឲ្យគាត់នឹងទៅលេងនាងមួយផ្លេតផងបើគាត់នឹងមានពេលបន្ទាប់មកនឹងរ៉េនតារ៉ូនឹងក៏បានទទួលទូរស័ព្ទនឹងពីសាលាថាអេនជូនឹងត្រឡប់ទៅសាលារៀនវិញប៉ុន្តែនាងនឹងក៏ត្រូវបានចំអកដោយអតីតមិត្តភក្តិរបស់នាងហើយក៏ត្រូវបានបណ្តេញចេញនឹងពីសាលានឹងដោយពួកគេនឹងផងដែររ៉េនតារ៉ូក៏ប្រាប់ឲ្យនាងនឹងផ្ទេរទៅសាលាថ្មីហើយនៅក្នុងពេលជាមួយគ្នានោះផងដែរគីសារានឹងក៏ស្វែងរកប្រភពបិសាចនឹងឆ្លងមេរោគនោះហើយក៏បញ្ជូនអ្នកទាំងពីរនោះភ្លាមនៅក្នុងឧទ្ធម្ភាគចក្រមួយនឹងទៅកាន់ទីតាំងរបស់វាហើយអេនជូនឹងនាងនឹងក៏តូចចិត្តនឹងអាកប្បកិរិយារបស់មិត្តភក្តិរបស់នាងប៉ុន្តែនាងនឹងមិនស្អប់ពួកគេទេរួចនាងនឹងក៏បានលោតទៅទាត់នឹងសម្រាប់បិសាចនោះហើយលេចចេញនឹងប្រអប់មួយនៅទីនោះហើយនាងនឹងក៏និយាយថាឥឡូវនេះនឹងនាងបានជួយពួកគេហើយទាំងទឹកភ្នែកនឹងតែម្ដងដោយសារតែការរើសអើងនោះប៉ុន្តែរ៉េនតារ៉ូនឹងគាត់នឹងក៏សន្យាថាគាត់នឹងឈរនៅខាងនាងជានិច្ចទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយហើយរ៉េនតារ៉ូនឹងគាត់នឹងក៏រៀបនឹងទៅយកប្រអប់នោះមកវិញប៉ុន្តែគាត់នឹងក៏ត្រូវហ៊ីរ៉ូកូនឹងមកចាប់ក្បាលរបស់គាត់ហើយបោះទៅឆ្ងាយហើយកូហ៊ីណាវិញក៏ទៅកាប់មួយស្មានឹងជាមួយនឹងអេនជូរ៉េនតារ៉ូនឹងក៏សម្បុកទៅវាយហ៊ីរ៉ូកូប៉ុន្តែគាត់នឹងក៏ត្រូវបានសង្កត់នឹងដោយកម្លាំងថាមពលរនាំងលោហៈនឹងវ៉ារញោមរបស់ហ៊ីរ៉ូកូហើយក៏ត្រូវហ៊ីរ៉ូកូនឹងសង្កត់សម្ពាធទំនាញរនាំងថែមទៀតទៅនឹងជញ្ជាំងបបាក់កម្លាំងរបស់រ៉េនតារ៉ូនឹងតែម្ដងរ៉េនតារ៉ូនឹងក៏ប្រាប់ឲ្យអេនជូនឹងដកថយទៅបន្ទាប់មកនឹងគាត់នឹងក៏ត្រូវកូហ៊ីណានឹងចាក់ពីដាវហើយរុកវាម្ដងហើយម្ដងទៀតមើលទៅគឺឈឺជុកចាក់មែនទែននៅទីបំផុតនឹងរ៉េនតារ៉ូនឹងក៏ត្រូវហ៊ីរ៉ូកូនឹងបាញ់ជាច្រើនគ្រាប់ប៉ុន្តែមើលទៅមិនមែនជីវរបួសធ្ងន់នឹងដល់ថ្នាក់ស្លាប់ទេហើយគាត់នឹងក៏បានធ្លាក់ពីលើច្រាំងថ្មចោតនោះទៅពីមួយថ្ងៃក្រោយមកនឹងរ៉េនតារ៉ូនឹងក៏ភ្ញាក់ឡើងនៅក្នុងមន្ទីរពេទ្យខណៈដែលគីសារ៉ានៅទីនោះនឹងមើលថែគាត់នឹងផងដែរហើយនាងនឹងក៏ប្រាប់គាត់ថាសេតិនស៊ីនឹងបានដាក់ឈ្មោះគាត់នឹងឲ្យចូលរួមនឹងជាមួយនឹងក្រុមសន្តិសុខស៊ីវិលផ្សេងទៀតដើម្បីទៅបញ្ឈប់នឹងហ៊ីរ៉ូកូនឹងកុំឲ្យប្រើប្រាស់នឹងអង្គធាតុជំនួយប្រតិកម្មនៅក្នុងប្រអប់នោះគឺក្នុងបំណងនឹងដើម្បីកោះហៅបិសាចសត្វល្អិតដំណាក់កាលទី5ដែលមានឥទ្ធិពលដល់ថ្នាក់បំផ្លាញសសរវ៉ារយមនោះនឹងផងដែរហើយនៅពេលដែលបេសកកម្មកំពុងតែដំណើរការហ្នឹងរ៉េនតារ៉ូនិងអេនជូនឹងក៏បានផ្ដាច់ដោយឡែកនឹងពីគ្នារបស់គាត់ដើម្បីទៅស្វែងរកបបនោះហើយគាត់នឹងក៏ជួបរួចក៏រត់នឹងពីបិសាចសត្វល្អិតនឹងដំណាក់កាលទី4ហើយពួកគេនឹងក៏បានទៅជួបជាមួយនឹងដៃគូរបស់ Shogun ដែលមានឈ្មោះថា Kaio នោះហ្នឹងដែលរ៉េនតារ៉ូនឹងក៏បានស្គាល់គ្នានឹងរួចបាត់ទៅហើយខណៈដែលអេនជូនឹងក៏ឆ្ងល់ថាគាត់ស្គាល់ស្រីផ្សេងទៀតនឹងដោយរបៀបណាទៀតហើយទោះបីជានាងនឹងគ្រាន់តែជាក្មេងសោះរ៉េនតារ៉ូនឹងក៏ប្រាប់អេនជូនឹងឲ្យទៅខ្លំមើលខាងក្រៅខណៈពេលដែលគាត់នឹងរុំរបួសនឹងឲ្យខាយ៉ូបន្ទាប់មកនឹងគាត់ក៏ដឹងថា
នាងនឹងក៏ជាអ្នកប្រើប្រាស់ក្របបែកដើម្បីបញ្ឆោតនឹងបិសាចសាឡាត់នឹងទាំងនោះនៅពេលនោះនឹងផងដែររិនតារ៉ូនឹងក៏ទូចចិត្តហើយនិយាយថានាងនឹងក៏ជាមនុស្សផងដែរហេតុអ្វីបានជានាងសុខចិត្តធ្វើជានុយជួយពួកគេនោះហើយនាងនឹងក៏សារភាពថានាងធ្វើតាមបញ្ជារបស់ Shogun រួមទាំងសម្រាប់មនុស្សមួយចំនួននៅក្នុងបេសកកម្មនេះនឹងដើម្បីលុយដោយគ្មានវិបដិសារីនិងគ្មានក្តីមេត្តានឹងតែម្ដងហើយនាងនឹងក៏បញ្ជាក់ថានាងចលនានឹងEnjuមែនទែនដែលមានដៃគូចិត្តល្អនឹងដូចជាគាត់នឹងបែបនេះប៉ុន្តែនាងនឹងក៏បញ្ជាក់ថារិនតារ៉ូនឹងមានបរិយាកាសក្នុងជុំវិញខ្លួនគាត់នឹងគឺគួរឲ្យខ្លាចមែនទែនតែម្ដងភ្លាមនោះពួកគេនឹងក៏ទទួលដំណឹងពី Shogun ថាពួកគេនឹងបានរកឃើញ Hiroko នឹងនៅឯតំបន់នឹងផែសមុទ្រនោះហើយក្រុមសន្តិសុខស៊ីវិលផ្សេងទៀតនឹងក៏មានបំណងទៅវាយប្រហារនៅទីនោះនឹងផងដែររិនតារ៉ូនិងEnjuនឹងក៏ចូលទៅក្នុងតំបន់ផែសមុទ្រនោះខណៈដែលខាយ៉ូនឹងនាងនឹងក៏សម្រេចចិត្តនៅពីក្រោយដើម្បីការពារពួកគេនឹងពីបិសាចសត្វល្អិតនឹងនៅទីនោះនឹងកុំឲ្យដេញតាមនៅឯច្រកផែសមុទ្រពួកគេនឹងក៏បានរកឃើញថាក្រុមសន្តិសុខស៊ីវិលផ្សេងទៀតនឹងត្រូវបានសម្លាប់យ៉ាងប្រៃសៃរួមទាំង Shogun ត្រូវបានចាក់ដោយដាវរបស់គាត់នឹងពីក្រោយខ្នងនឹងបាត់ទៅហើយភ្លាមនោះនឹង Hiroko ហើយនិង Kohina នឹងក៏ឈរនៅពីមុខអ្នកទាំងពីរនោះហើយយើងត្រឡប់ទៅមើលទីស្នាក់ការកណ្ដាលវិញ Seitenshi នឹងក៏ស្នើសុំគីសារ៉ានឹងមកសង្កេតមើលបេសកកម្មជាមួយនាងហើយគីសារ៉ានឹងក៏ធានាពួកគេថាមានតែ Rentaro តែប៉ុណ្ណោះដែលអាចយកឈ្នះនឹង Hiroko នៃកងពលផែនការបង្កើតមនុស្សជាតិថ្មីនេះចាប់តាំងពី10ឆ្នាំមុននោះនឹង Rentaro នឹងបានបាត់បង់ដៃជើងហើយនឹងភ្នែកនឹងមួយចំហៀងហើយក៏ត្រូវបានវះកាត់នឹងដោយអ្នកគ្រូរបស់គាត់នឹងមានឈ្មោះថា Sumire នោះហើយត្រឡប់ទៅមើល Rentaro វិញគាត់នឹងក៏សម្រុកទៅវាយ Hiroko ហើយទម្លុះរបាំងលោហៈបាយរញោមរបស់គាត់នឹងជាមួយនឹងដៃស្ប៉ាន់មិត្តដែលជាលោហៈវ៉ារញោមរបស់គាត់នេះផងដែរហើយក៏ដាល់ Hiroko នឹងមួយដៃទៀតទៅមួយចម្ងាយបន្ទាប់មកនឹងគាត់នឹងក៏បានណែនាំខ្លួនរបស់គាត់ថាជាអង្គភាពពិសេសនៃយន្តការទី787នៃកងពលផែនការបង្កើតមនុស្សជាតិថ្មីផងដែរដែលធ្វើឲ្យមនុស្សគ្រប់គ្នានៅទីស្នាក់ការកណ្ដាលភ្ញាក់ផ្អើលមែនទែនតែម្ដង Kohina នឹងក៏ហក់ទៅដេញកាប់ Rentaro ទាំងកំហឹងប៉ុន្តែ Enju និង Rentaro នឹងក៏រារាំងនាងជាប់ Enju នឹងក៏ទៅវាយជាមួយនឹង Hiroko ខណៈពេលដែល Rentaro នឹងទប់ទល់ជាមួយនឹង Kohina បន្ទាប់មកនឹង Hiroko នឹងក៏ជំរុញឲ្យ Rentaro នឹងចូលដៃជាមួយគាត់នឹងក្នុងការចាប់ផ្ដើមសង្គ្រាមបិសាចសត្វល្អិតនឹងមួយផ្សេងទៀតហើយសម្រាប់មនុស្សខ្លាំងដូចជាខ្លួនរបស់ពួកគេនេះនឹងនៅរស់រានមានជីវិតជាមិនខានទោះបីជាបិសាចនឹងគ្រប់គ្រងផែនដីនេះក៏ដោយទោះបីជាយ៉ាងណាក៏ដោយ Rentaro នឹងក៏នៅតែបដិសេធហើយ Hiroko នឹងក៏ដាក់រនាំងលោហៈវ៉ារញោមរបស់គាត់នឹងរងនឹងរន្ទះជើងរបស់ Enju ហើយក៏បានបាញ់កំភ្លើងដាក់នាងប៉ុន្តែ Rentaro នឹងក៏បានទៅការពារនាងទាន់ប៉ុន្តែ Rentaro នឹងក៏ត្រូវមួយបាតដៃទម្លុះឆ្អឹងរបស់ Hiroko ពេលដែលគាត់ជិតស្លាប់នឹង Rentaro នឹងក៏បានប្រើថ្នាំមេរោគពិសោធន៍នឹងបណ្ដុះកោសិកាឡើងវិញរបស់អ្នកគ្រូ Sumire ដែលវានឹងមាន 20% ដែលអាចឲ្យគាត់នឹងប្រែទៅជាងបិសាចសត្វល្អិតបានប៉ុន្តែគាត់នឹងប្រើវានឹងបណ្ដុះរាងកាយរបស់គាត់នឹងឡើងវិញនឹងបានសម្រេចហើយបន្ទាប់មកនឹងគាត់នឹងក៏បានប្រើក្បាច់គុណនឹងរួមបញ្ចូលជាមួយនឹងថាមពលកម្លាំងលោហៈវ៉ារញោមរបស់គាត់នឹងសម្រុកទៅវាយ Kohina នឹងឃាតទៅឆ្ងាយហើយក៏ទៅដល់នឹងបំបីរនាំងការពាររបស់ Hiroko ដោយកំតាប់ដៃដែករបស់គាត់នោះរួចគាត់នឹងក៏ទៅរវែទាត់ចំកណ្ដាលមុខរបស់ Hiroko នឹងពេញទំហឹងតែម្ដងប្រេះរបាំងមុខនោះហើយក៏ធ្លាក់ទៅសមុទ្រទៅហើយ Kohina វិញនាងនឹងក៏បាត់បង់ឆន្ទៈនៅក្នុងការប្រយុទ្ធនឹងតទៀតបន្ទាប់ពីនោះនឹងក៏លេចចេញបិសាចសត្វល្អិតដំណាក់កាលទី5ដែលជាតំណាងឆ្នាំទាំង12របស់ជនបរទេសដែលជាបិសាចសត្វល្អិតនឹងឆ្នាំខ្យាដំរីដែលសម្រាប់ឆ្នាំរបស់ខ្មែរយើងគឺជាទុនសាយនេះឯងដែលយើងមើលរៀងវាទៅគឺដឹងហើយវានឹងក៏លេចឡើងនៅខាងក្រៅតំបន់តូក្យូហើយគីសារ៉ានឹងក៏ប្រាប់ឲ្យ Rentaro នឹងទៅបើកដំណើរការម៉ាស៊ីនគ្រាប់ផ្លោងយក្សដែលគេឲ្យឈ្មោះថានឹងជាកម្មចិន្តានឹងទៅឋានសួគ៌ជាអកុសលនឹងម៉ាស៊ីនគ្រាប់ផ្លោងយក្សនោះនឹងក៏អស់គ្រាប់ហើយបង្ខំឲ្យ Rentaro នឹងផ្ដាច់ដៃលោហៈវ៉ារញោមរបស់គាត់នឹងដើម្បីប្រើវាជាគ្រាប់ហើយក៏តម្រូវឲ្យគាត់នឹងត្រូវបាញ់វាដោយដៃនឹងផងដែរដោយសារតែការបញ្ជាពីចម្ងាយនឹងមានបញ្ហាហើយសូម្បីតែសេវាទូរស័ព្ទនឹងក៏បានបាត់បង់ទៀតនៅពេលដែលម៉ាស៊ីននឹងចាប់ដំណើរការនេះ Rentaro នឹងក៏ភ័យខ្លាចថាគាត់នឹងបរាជ័យមិនអាចសម្លាប់វាបានបន្ទាប់មកនឹងវានឹងបំផ្លាញទីក្រុងម្ដងទៀតដោយដែលកាលនឹង10ឆ្នាំមុននឹងអញ្ចឹងគឺគាត់នឹងគិតអវិជ្ជមានមែនទែន
គាត់គិតថាគាត់មិនអាចធ្វើវានឹងបានទេប៉ុន្តែ Enchu នឹងក៏មកលើកទឹកចិត្តគាត់ហើយធានាថាគាត់នឹងអាចធ្វើបានហើយមានតែគាត់ទេដែលអាចជួយសង្គ្រោះមនុស្សគ្រប់គ្នាបានលឺអញ្ចឹងនឹងធ្វើឲ្យ Rentaro នឹងស្ងប់ចិត្តហើយគាត់នឹងក៏បញ្ជាក់ថាគាត់នឹងក៏មិនចង់បាត់បង់ Enchu នឹងផងដែរប៉ុន្តែ Enchu នឹងនាងបែរជាគិតថា Rentaro នឹងសំនៀងរៀបការវិញតែ Rentaro នឹងក៏ប្រាប់ថាចាំនាងនឹងគ្រប់អាយុសិនទៅចាំគិតរឿងស្នេហាពេលក្រោយទៀតបន្ទាប់មកនឹងគាត់នឹងក៏បានបាញ់ទៅកំចាត់បិសាចសត្វល្អិតដំណាក់កាលទី5នោះនឹងទាំងជោគជ័យផ្ទុះខ្ទេចខ្ទីនឹងតែម្ដងបន្ទាប់ពីនោះនឹង Rentaro នឹងក៏ទៅរក Kayo ហើយក៏ដឹងថានាងនឹងចិត្តស្លាប់នឹងទៅហើយបន្ទាប់ពីនាងនឹងព្យាយាមការពារតំបន់នោះនឹងមិនឲ្យបិសាចនឹងទៅរកពួកគេបានហើយអត្រាឆ្លងមេរោគរបស់នាងនឹងក៏លើសពី 50% យ៉ាងទៀតគឺអស់សង្ឃឹមហើយសម្រាប់ជីវិតនាងហើយបន្ទាប់មកនឹង Kayo នឹងក៏សូមអង្វរ Rentaro នឹងទាំងទឹកភ្នែកនឹងតែម្ដងសូមឲ្យគាត់នឹងសម្លាប់នាងខណៈដែលនាងនឹងនៅមានភាពនឹងជាមនុស្សនឹងក្នុងខ្លួនហើយនាងនឹងក៏បង្ហាញពីអំណរគុណចំពោះអ្វីដែលគាត់នឹងបានទទួលស្គាល់នាងនឹងថាជាមនុស្សម្នានឹងដូចគេឯងគឺគួរអាណិតនាងមែនទែនហើយគាត់នឹងក៏បានដកកំភ្លើងភ្ចុងខណៈដែល Kayo នឹងបំរាមប្រាប់ឲ្យគាត់នឹងធ្វើតាមសន្តានចិត្តរបស់គាត់ប្រសិនបើពេលណាមួយគាត់នឹងធ្លាក់វង្វេងនៅក្នុងភពងងឹតដែលមិនអាចស្មើបាននាពេលអនាគតនោះនឹងបន្ទាប់មកនាងនឹងក៏សូមអង្វរឲ្យគាត់នឹងជួយសង្គ្រោះពិភពលោកនឹងផងដែរហើយនៅពេលនោះនឹងគាត់នឹងក៏បានបាញ់សម្លាប់នាងដើម្បីបំពេញបំណងប្រាថ្នាចុងក្រោយរបស់នាងហ្នឹងគឺស្លាប់ក្នុងនាមជាមនុស្សនេះឯងក្រោយមកនឹង Rentaro ហ្នឹងក៏ទៅចោទប្រកាន់ Kikunojo Tendo ថាជាមេខ្លោងនៅពីក្រោយសកម្មភាពរបស់ Hiroko ដោយសារតែគាត់នឹងស្អប់បិសាចសត្វល្អិតទាំងអស់នោះមែនទែនដែលបានសម្លាប់សមាជិកជាច្រើននៅក្នុងគ្រួសាររបស់គាត់រួមទាំងមេរោគនៅក្នុងខ្លួននឹងក្មេងបណ្ដាសាទាំងអស់នោះគឺគាត់នឹងចង់លុបបំបាត់ពួកក្មេងទាំងអស់នោះដែលផ្ទុកឈាមបិសាចទាំងអស់នោះនឹងចេញពីផែនដីនឹងតែម្ដងគឺដើម្បីបញ្ចប់ច្បាប់ថ្មីរបស់ Sentency ហ្នឹងប៉ុន្តែ Rentaro ហ្នឹងក៏នៅតែបដិសេធគាត់ហើយបញ្ជាក់ថាក្មេងៗបណ្ដាសាទាំងអស់នោះហ្នឹងក៏ជាមនុស្សនឹងផងដែរហើយ Rentaro ហ្នឹងគាត់ហ្នឹងក៏នៅតែមិនអាចសម្លាប់នឹងបរិះដែលបានយកគាត់ហ្នឹងមកចិញ្ចឹមបីបាច់នេះដូច្នេះគាត់នឹងក៏គ្រាន់តែចាកចេញទៅបន្ទាប់ពីនោះ Rentaro នឹងក៏ទៅសួរ Sentency នឹងអំពីប្រភពដើមនៃបិសាចសត្វល្អិតដែលគាត់បានរកឃើញនៅក្នុងប្រអប់នោះថាគឺគ្រាន់តែជាកង់3ដែលខូចមួយនឹងតែប៉ុណ្ណោះមិននឹងដល់ថ្នាក់អាចកោះហៅនឹងបិសាចសត្វល្អិតនឹងដំណាក់កាលទី5ទៅរួចប៉ុន្តែនាងនឹងក៏បដិសេធមិនបង្ហាញព័ត៌មាននឹងណាមួយឡើយហើយគ្រាន់តែប្រាប់ឲ្យគាត់នឹងខិតខំព្យាយាមប្រឹងប្រែងដំឡើងលេខរៀងឋានៈរបស់គាត់សិនទើបគាត់នឹងអាចដឹងពីរឿងនេះបានបន្ទាប់ពីនោះនឹង Rentaro នឹងក៏ទៅឆែកលទ្ធផលនៃការពិនិត្យឈាមបិសាចសត្វល្អិតឲ្យ Enchu ហើយក៏ប្រាប់នាងថាមើលទៅនឹងវាធម្មតាទេដោយកុហកថា 7% ឯហ្នឹងតែតាមការពិតអត្រាឆ្លងមេរោគរបស់ Enchu នឹងគឺលើសពី42នឹងបាត់ទៅហើយតែហួស50នឹងគឺចប់ហើយជីវិតរបស់ Enchu នេះនៅថ្ងៃបន្ទាប់នៅក្លឹបកុនដាវគីសារ៉ានឹងក៏វឹកហាត់ក្បាច់ដាវស្រមោលព្រិលរបស់នាងខណៈដែល Rentaro ហើយនិង Enchu នឹងកំពុងតែប្រកួតគ្នាហើយ Enchu នឹងក៏ឈ្នះដោយរបឿនទាត់របស់នាងប៉ុន្តែ Rentaro នឹងក៏ណែនាំឲ្យនាងនឹងជៀសវាងកុំឲ្យលាត់ខ្ពស់ពេកពេលនាងនឹងស្លៀកសំពត់អញ្ចឹងហ្នឹងធ្វើឲ្យនាងនឹងក៏ខ្មាស់អៀនហើយ Enchu នឹងក៏អះអាងស្ងាត់ថាតាមពិតនឹង Rentaro ចូលចិត្តនឹងមើលវាសោះហ្នឹងដល់ក៏តែម្ដងក្មេងទៅតែអាយុ10ឆ្នាំនេះបន្ទាប់ពីនោះនឹង Rentaro នឹងក៏ពិបាកស្វែងរកសាលាថ្មីនឹងឲ្យ Enchu ជាពិសេសនឹងគឺពេលនេះគាត់កំពុងតែដាច់យ៉ៃហ្នឹងតែម្ដងគីសារ៉ានឹងក៏ណែនាំឲ្យគាត់នឹងពីការងារអង្គរៈស្នើរកគាត់ដោយផ្ទាល់ដោយ Sentency ហ្នឹងតែម្ដងក្រោយមកនឹង Rentaro នឹងក៏ទៅសួរ Sentency ដែលចង់ឲ្យគាត់ធ្វើជាអង្គរៈរបស់នាងនៅក្នុងកិច្ចប្រជុំនាពេលខាងមុខនឹងជាមួយនឹងមេដឹកនាំដ៏ខៅម្នាក់របស់តំបន់នឹងអូសាកាមានឈ្មោះថា Sogen នឹង Saitake គាត់នឹងគឺមានកម្រងអ្វីម្យ៉ាងតែម្ដងចាប់តាំងពី Kikunojo នឹងបានបាត់ខ្លួនមកទោះបីជាយ៉ាងណាក៏ដោយនឹងអ្នកដឹកនាំឆ្មាំផ្ទាល់ខ្លួនរបស់ Sentency នឹងដែលមានឈ្មោះថា Takato Yasuaki មានការច្រណែននឹងភាពសាសនារបស់ Rentaro ជាមួយនឹង Sentency នឹងមែនទែនទោះបីជា Rentaro នឹងគាត់មិនទាន់នឹងទទួលយកការងារនោះក៏ដោយហើយនៅពេលដែល Rentaro គាត់ចាក់ចេញហ្នឹងTakato នឹងក៏ព្យាយាមមកគំរាម Rentaro ឲ្យគាត់នឹងបដិសេធនឹងការងារនេះប៉ុន្តែនេះនឹងក្បែរជាធ្វើឲ្យ Rentaro នឹងកាន់តែចង់ទទួលយកវាវិញហើយនៅពេលដែល Rentaro នឹងចាក់ចេញពីវិមាននោះហ្នឹងគាត់នឹងក៏បានជួបនឹងក្មេងស្រីម្នាក់ដែលហុំព័ទ្ធនឹងដោយក្មេងទំនើង3នាក់ហើយគាត់នឹងក៏សម្រេចចិត្តនឹងជួយនាងទៅហើយនាងនោះហ្នឹងក៏ណែនាំខ្លួននាងនឹងថា Tina Sprout ហើយនៅពេលដែលនាងដើរលេងជុំវិញទីក្រុងនោះហ្នឹងនាងនឹងក៏មិនដឹងថានាងនៅឯណាហើយក៏ចេះតែងងុយគេនឹងផងដែរគឺ
គឺមើលទៅយ៉ាប់យើងមែនទែនក្មេងស្រីអ្នកនេះបន្ទាប់ពីនោះនឹងតាមការពិតហ្នឹងធីណានឹងគឺជាក្មេងបណ្ដាសាដែលត្រូវបានជួលដោយមេដឹកនាំផ្សេងទៀតនឹងឲ្យមកធ្វើឃាតនឹងសេតេនស៊ីសោះដែលជាមេដឹកនាំនឹងតូក្យូនេះតាមផ្លូវរបស់នាងក៏បានសម្លាប់ប៉ូលីសម្នាក់ដើម្បីបំបិទមាត់នឹងគាត់ហើយរិនតារ៉ូនឹងក៏កំពុងតែដើរតាមផ្លូវនោះជាមួយនឹងអេនជូនឹងផងដែរក្រោយមកនៅពេលទៅដល់ផ្ទះរបស់ពួកគេនឹងក៏ចាប់ផ្ដើមញ៉ាំអីប៉ុន្តែនារីម្នាក់ដែលមានឈ្មោះថាមីយូរីឈីបាក៏មករករ៉េនតារ៉ូនឹងសូមឲ្យគាត់នឹងជួយមើលថែជំងឺរបស់នាងភ្លាមនោះនឹងគីសារ៉ានឹងក៏មកដល់ផងដែរជាមួយនឹងសាច់នឹងសម្រាប់ឲ្យគាត់នឹងធ្វើម្ហូបនឹងឲ្យនាងដោយមានទឹកមុខព្រួយបារម្ភរ៉េនតារ៉ូនឹងក៏ប្រាប់អេនជូនឹងឲ្យលាក់នរណាម្នាក់នឹងនៅក្នុងចំណោមនឹង2នាក់គេនេះទៅគឺដោយសារតែ2នាក់នេះនឹងគឺមិនចុះសម្រុងនឹងគ្នាទេបន្ទាប់មកនឹងពួកគេនឹងក៏ញ៉ាំអាហារជាមួយគ្នាខណៈពេលដែលគីសារ៉ានឹងចង់ដេញមីយូរីនឹងចេញពីទីនេះខ្លាំងមែនទែនឯមីយូរីនឹងក៏ធ្វើប្រងើយកន្តើយនឹងនាងហើយក៏សើចចំអកថាដើមទ្រូងរបស់នាងធំខ្លាំងពេកធ្វើឲ្យនាងនឹងមើលមិនឃើញគីសារ៉ានៅទីនោះសោះហើយបន្ទាប់ពីនោះនឹងមីយូរីនឹងក៏បានអួតពីផលិតផលរបស់នាងដូចជាស្បែកជើងដៃរបស់អេនជូនឹងរួមទាំងគ្រាប់កាំភ្លើងវ៉ារញោមទាំងអស់របស់រិនតារ៉ូគឺបង្កើតឡើងនឹងដោយសារជីវកម្មសន្តិសុខស៊ីវិលរបស់នាងបន្ទាប់មកនាងក៏បានលួងរិនតារ៉ូនឹងឲ្យចាក់ចេញពីគីសារ៉ាហើយមកធ្វើការឲ្យក្រុមហ៊ុនរបស់នាងវិញធ្វើឲ្យគីសារ៉ានឹងធុញខ្លាំងពេកហើយក៏ទាញដាវរបស់នាងនឹងរៀបនឹងកាប់ទាំងអស់តែម្ដងឯមីយូរីវិញជាមួយនឹងផ្លិតហើយនឹងកំភ្លើងរបស់នាងនឹងក៏ត្រៀមតតាំងនឹងគីសារ៉ានោះខណៈដែលរិនតារ៉ូហើយនឹងអេនជូនឹងក៏លើកទុកទៅបរិភោគនឹងនៅកន្លែងមួយទៀតទុកឲ្យពួកគេនឹងឆ្លោះគ្នាទៅនៅថ្ងៃបន្ទាប់នឹងរិនតារ៉ូនឹងក៏ទៅចូលរួមនឹងកិច្ចប្រជុំរវាងសេតេនស៊ីហើយនឹងសូហ្គិនហើយអ្នកទាំងពីរនឹងក៏បានដឹងពីផែនការខូខើរបស់សូហ្គិនក្នុងការប្រែក្លាយប្រទេសជប៉ុននឹងឲ្យទៅជាមហាអំណាចនឹងពិភពលោកថ្មីមួយបន្ទាប់ពីពួកគេនឹងអាចកម្ចាត់បិសាចសត្វល្អិតទាំងអស់ដោយយកកាំភ្លើងគ្រាប់ផ្លោងយក្សដែលមានឈ្មោះថាចណ្ដាលឋានសួគ៌នឹងហើយយកវានឹងទៅភពព្រះច័ន្ទរួចក៏បាញ់សម្លាប់នឹងបិសាចសត្វល្អិតទាំងអស់នៅលើភពផែនដីនេះប៉ុន្តែសេតេនស៊ីនឹងក៏បដិសេធគាត់ហើយបន្ទាប់ពីកិច្ចប្រជុំនោះនឹងសេតេនស៊ីនឹងក៏បញ្យល់ទៅរិនតារ៉ូថាសូហ្គិននឹងកំពុងតែធ្វើពាណិជ្ជកម្មនឹងជួនដូរវ៉ារញោមជាមួយនឹងប្រទេសផ្សេងទៀតនឹងបដូរនឹងជាមួយនឹងសភាវុធហើយតាមពិតនឹងឧត្តមគតិរបស់នាងនឹងមានបំណងបំរុបបំរួមប្រទេសជប៉ុននឹងដោយសន្តិភាពហើយចង់តែងតាំងរិនតារ៉ូនឹងឲ្យធ្វើការងារពេញម៉ោងជាអង្គរៈរបស់នាងនឹងផងដែររិនតារ៉ូនឹងអាចត្រឹមតែប្រាប់នាងបានថានាងនឹងគឺជាអ្នកមានឧត្តមគតិស្នេហាជាតិដែលអាចនឹងស្លាប់នឹងទាំងវ័យក្មេងប៉ុន្តែគាត់នឹងក៏បង្ហាញថាគាត់ពេញចិត្តនឹងមនុស្សបែបនេះនឹងផងដែរភ្លាមនោះអេនជូនឹងក៏ភ្ញាក់ឡើងហើយប្រាប់សេតេនស៊ីនឹងថាក្នុងកែវភ្នែករបស់រិនតារ៉ូនឹងចូលចិត្តតែក្មេងស្រីណាងដែលមានដើមទ្រូងធំនឹងតែប៉ុណ្ណោះដូចជាគីសារ៉ាដែលលើជាឧទាហរណ៍អញ្ចឹងធ្វើឲ្យសេតេនស៊ីនឹងអំអៀនហើយថានាងខ្ពើមនឹងការរើសអើងតាមដើមទ្រូងនេះមែនតែម្ដងនៅពេលនោះរំពេចនោះរថយន្តរបស់ពួកគេនឹងក៏ត្រូវបានវាប្រហារនឹងដោយឃាតករលោកបាញ់នឹងពីចម្ងាយប៉ុន្តែរ៉េនតារ៉ូនិងអង្គរៈក៏បាននាំសេតេនស៊ីនឹងទៅកាន់ទីសុវត្ថិភាពមួយធីណានឹងក៏បញ្ជូនហេតុការបរាជ័យបេសកកម្មរបស់នាងនៅក្នុងការធ្វើឃាតសេតេនស៊ីនឹងទៅថ្នាក់លើរបស់នាងហើយនាងនឹងក៏មានការងើយឆ្ងល់ផងដែរថានរណាគេនឹងមករៀបរៀងនៃការប៉ុនប៉ងធ្វើឃាតរបស់នាងនេះព្រឹកព្រលឹមមួយធីណានឹងក៏សុំជួបជាមួយនឹងរិនតារ៉ូខណៈដែលគាត់នឹងក៏យកនំតាកូយ៉ាគីមួយចាននឹងឲ្យនាងប៉ុន្តែនាងនឹងក៏បានដាក់ថ្នាំកាហ្វេអ៊ីននៅលើវានោះហើយរិនតារ៉ូបានត្រឹមតែបណ្ដោយឲ្យនាងធ្វើតាមចិត្តនឹងតែប៉ុណ្ណោះនៅពេលនោះប៉ុន្តែនាងនឹងក៏មិនចេះចាក់យកនំតាកូយ៉ាគីនឹងមកញ៉ាំទៀតទើបគាត់នឹងក៏សម្រេចចិត្តនឹងបញ្ចុកហើយជូតមាត់ឲ្យនាងទៀតមើលទៅដូចជាការបញ្ចុកក្មេងមកខួបអញ្ចឹងហើយបន្ទាប់ពីនោះនាងនឹងក៏សម្ដែងនៅអំណរគុណចំពោះទង្វើរបស់រិនតារ៉ូព្រោះនាងនឹងមិនដែលមាននរណាម្នាក់នឹងមើលថែនាងនឹងបែបនេះនោះទេពីមុនមកហើយក៏បញ្ជាក់ថានាងជីវិតរបស់នាងនឹងគឺគ្មានអ្វីក្រៅពីការជឿចាប់នឹងនោះទេហើយក្រោយមកនឹងថ្នាក់លើរបស់ធីណានឹងក៏ទូរស័ព្ទមកនាងនឹងក៏ចាក់ចេញហើយផ្ដាំផ្ញើរិនតារ៉ូថានាងនឹងសុំជួបគាត់នឹងម្ដងទៀតហើយបន្ទាប់ពីថ្នាក់លើរបស់នាងនឹងប្រាប់នាងអំពីការប្រជុំបន្ទាប់របស់សេតេនស៊ីនឹងគាត់នឹងក៏បន្តថាគីសារ៉ានឹងក៏ជាគោលដៅបន្ទាត់ដើម្បីដកភ្នាក់ងារសន្តិសុខថេនដូនឹងចេញកុំឲ្យមករំខាននឹងបេសកកម្មរបស់ពួកគេនេះក្រោយមក
រិនតារ៉ូនឹងក៏ទៅជប់ជាមួយនឹងអ្នកឧបត្ថម្ភសភាវុធរបស់គាត់ខណៈពេលដែលគីសារ៉ានឹងរៀបចំអាវុធរបស់នាងហើយប្រាប់រិនតារ៉ូនឹងឲ្យជួយនាងសម្រាប់នឹងមីយូរីដោយបាញ់ពីរគ្រាប់នឹងនៅលើដើមទ្រូងរបស់នាងហើយមួយគ្រាប់នឹងចំក្បាលរបស់នាងប៉ុន្តែរិនតារ៉ូនឹងគឺគាត់មិនអើពើនឹងនាងឡើយហើយគាត់នឹងក៏ត្រូវបានមីយូរីនឹងចាប់ចូលបន្ទប់ភ្លាមតែម្ដងខណៈដែលគីសារ៉ានឹងមិនអាចធ្វើអ្វីបានទេនៅខាងក្រៅនឹងព្រោះនាងនឹងគឺគ្មានលុយនឹងត្រូវបង់សងបើសិនបើនាងនឹងកំតិចទ្វារនោះហើយមីយូរីក៏បង្ហាញពីការវិភាគរបស់នាងនិងព្រមមានរិនតារ៉ូអំពីកម្រិតជំនាញថ្នាក់ខ្ពស់របស់ឃាតករនោះបន្ទាប់មករិនតារ៉ូនឹងក៏បានស្នើឲ្យនាងនឹងស្រាវជ្រាវអំពីគម្រោងការរបស់សូហ្គិនដែលជាជនសង្ស័យនឹងសំខាន់នៅក្នុងការប៉ុនប៉ងធ្វើឃាតនេះបន្ទាប់មកមីយូរីនឹងក៏ព្យាយាមតាក់ទាញរិនតារ៉ូនឹងដើម្បីឲ្យមកធ្វើការនឹងឲ្យនាងថានាងនឹងប្រកល់ខ្លួនរបស់នាងនឹងឲ្យគាត់ប៉ុន្តែគីសារ៉ានឹងក៏ទម្លុះទ្វារទាន់ហើយពេលដែលមីយូរីចាក់ចេញហ្នឹងនាងនឹងក៏និយាយអំពីលក្ខខណ្ឌអនុញ្ញាតឲ្យរិនតារ៉ូធ្វើអីលើរាងកាយនាងហ្នឹងក៏បានតាមចិត្តប្រសិនបើគាត់នឹងចូលមកធ្វើការជាមួយនាងប៉ុន្តែរិនតារ៉ូនឹងក៏បដិសេធថានោះមិនមែនជាអ្វីដែលពួកគេនឹងបានពិភាក្សាពិតប្រាកដនោះទេតែគីសារ៉ានឹងក៏នៅតែជឿហើយហៅរិនតារ៉ូនឹងថាជាមនុស្សល្ងងមែនបន្ទាប់ពីនោះនឹងអ្នកគ្រូសុំរ៉េនឹងក៏ហៅរិនតារ៉ូហើយនឹងអេនជូនឹងមកជួបនាងខណៈពេលដែលនាងនឹងក៏និយាយលេងសើចថារិនតារ៉ូនឹងនៅតែស្ទាក់ស្ទើរឲ្យតែនិយាយអំពីរឿងស្នេហារបស់គាត់នេះបន្ទាប់មកនឹងនាងក៏បង្ហាញពីព័ត៌មានបន្ថែមអំពីកងពលផែនការបង្កើតមនុស្សជាតិថ្មីពីផ្នែកកងពលអាមេរិកអាល្លឺម៉ង់ហើយនិងអូស្ត្រាលីរួមទាំងលទ្ធភាពនឹងដែលរិនតារ៉ូនឹងអាចជួបប្រទះនឹងពួកគេនឹងដោយខ្លួនឯងគាត់ផ្ទាល់នឹងផងដែរហើយកងពលមេកានិកដែលមានឋានៈខ្ពស់ដែលគាត់បានកម្ចាត់នោះគឺហ៊ីរ៉ូកូនឹងគឺជាកងពលរបស់ពួកអាល្លឺម៉ង់ហើយនៅពេលដែលរិនតារ៉ូចាក់ចេញហ្នឹងអ្នកគ្រូសុំរ៉េហ្នឹងក៏សុំឲ្យអេនជូហ្នឹងនៅទីនេះជាមួយនាងឯនៅកន្លែងផ្សេងទៀតធីណាហ្នឹងក៏បង្ហាញខ្លួនហ្នឹងនៅចំពោះមុខគីសារ៉ានៅទីស្នាក់ការថេនដូហើយព្យាយាមហ្នឹងបាញ់រាំងសម្រាប់គីសារ៉ាប៉ុន្តែគីសារ៉ាហ្នឹងក៏ពួននៅក្រោមតុហើយក៏សម្រុកទៅកាប់កំភ្លើងរបស់នាងប៉ុន្តែធីណាហ្នឹងក៏ស្ទុះហក់ទៅហក់មកហើយក៏ដំកំភ្លើងរបស់នាងចំពោះគីសារ៉ាហើយក៏ព្យាយាមចង់បាញ់គីសារ៉ាប៉ុន្តែនាងហ្នឹងក៏មិនអាចធ្វើបានបន្ទាប់ពីស្គាល់មនុស្សចិត្តល្អហ្នឹងដូចរិនតារ៉ូមកនាងហ្នឹងក៏ព្យាយាមច្របាច់កគីសារ៉ាប៉ុន្តែរិនតារ៉ូហ្នឹងក៏មកដល់ហើយបញ្ឈប់ធីណាហ្នឹងតន់ហើយអ្នកទាំងពីរហ្នឹងក៏ភ្ញាក់ផ្អើលមែនទេទៅពេលដែលឃើញមុខគ្នារួចរិនតារ៉ូហ្នឹងក៏ប្រាប់ឲ្យគីសារ៉ាហ្នឹងកាត់ផ្ដាច់ជាន់នោះទៅហើយក៏បណ្ដោយឲ្យធីណាហ្នឹងរត់គេចខ្លួនហ្នឹងបាត់ទៅបន្ទាប់មករិនតារ៉ូហ្នឹងក៏នាំគីសារ៉ាហ្នឹងទៅមន្ទីរពេទ្យហើយណែនាំនាងឲ្យកាត់គូរឿងវះកាត់តម្រងនោមនាងចេញទៅរាងកាយរបស់នាងហ្នឹងគឺខ្សោយដោយសារតែជំងឺនេះឯងប៉ុន្តែនាងនឹងបញ្ជាក់ថានាងនឹងគឺពិបាករកអ្នកបរិច្ចាគតម្រងនោមណាស់បន្ទាប់ពីនោះគីសារ៉ានឹងក៏ព្យាយាមលួងរិនតារ៉ូនឹងឲ្យនៅក្រុមហ៊ុនរបស់នាងដោយឲ្យគាត់នឹងកាន់ដៃរបស់នាងទាំងអំអៀនតែម្ដងប៉ុន្តែស្រាប់តែមានដៃមកច្បាច់ដើមទ្រូងរបស់នាងលេងតែម្ដងដែលនាងនឹងគិតថាជារិនតារ៉ូប៉ុន្តែតាមពិតនឹងម្នាក់នោះនឹងគឺជាអេនជូសោះអេនជូនឹងក៏បន្ទោសគីសារ៉ាហ៊ានមកប្រើប្រាស់ខ្លួនប្រាណនាងនឹងមកតាក់ទាញនឹងរិនតារ៉ូផងខណៈពេលដែលនាងនឹងមិននៅនេះលុះស្អែកឡើងរិនតារ៉ូនឹងក៏បាននាំសេនតេនស៊ីនឹងទៅកាន់ទីប្រជុំមួយកន្លែងផ្សេងទៀតហើយស្ទើរតែមិនអាចការពារនាងរួមទាំងទទួលរងរបួសនៅលើដៃរបស់គាត់នឹងហងដែរនៅពេលធីណានឹងធ្វើការប៉ុនប៉ងធ្វើឃាតនឹងម្ដងទៀតហើយនៅពេលដែលគ្រាប់បាញ់វាប្រហារម្ដងទៀតនោះហ្នឹងរិនតារ៉ូនឹងក៏ប្រាប់ឲ្យអ្នកបើកបរនឹងចូលទៅក្នុងយានដ្ឋាននឹងក្បែរនោះហើយអេនជូនាងនឹងក៏ស្ម័គ្រចិត្តទៅតាមរោងធីណាដោយខ្លួនឯងនាងប៉ុន្តែបន្តិចមកសេតេនស៊ីនឹងក៏មកប្រាប់រិនតារ៉ូយ៉ាងឆាប់រហ័សឲ្យទេហៅអេនជូត្រឡប់មកវិញភ្លាមមកព្រោះថាធីណានឹងនាងនឹងគឺជាជើងខ្លាំងចំណាក់ខ្លាំងលេខ97ហើយទីបំផុតនៅពេលដែលរិនតារ៉ូនឹងបានព្យាយាមទេទៅរកអេនជូនឹងធីណានឹងបានឆ្លើយទូរស័ព្ទរបស់នាងហើយធ្វើឲ្យរិនតារ៉ូនឹងអស់សង្ឃឹមតែម្ដងរបូតទូរស័ព្ទនឹងចេញពីដៃរបស់គាត់នឹងទៅនឹងដីទៅបន្ទាប់ពីអេនជូនឹងបានប៉ះជាមួយនឹងធីណានឹងធ្វើឲ្យនាងនឹងរងរបួសយ៉ាងធ្ងន់ធ្ងរនិងធ្វើឲ្យរិនតារ៉ូនឹងបាក់ទឹកចិត្តតែម្ដងដែលគាត់នឹងគិតថាគាត់មិនអាចយកឈ្នះធីណានឹងបានទេបន្ទាប់មកនឹងគីសារ៉ានឹងក៏ជួលដំណឹងអំពីការប្រជុំលើកទី3នៅថ្ងៃស្អែកនឹងពាក់កណ្ដាលត្រៀតដូច្នេះរិនតារ៉ូនឹងក៏ចង់ត្រៀមបេសកកម្មបន្ទាប់ប៉ុន្តែគាត់នឹងក៏ដួលនៅលើគីសារ៉ានឹងនៅពេលនោះខណៈដែលគីសារ៉ាក៏ត្អូញត្អែថារិនតារ៉ូនឹងមានក្លិនស្អុយនឹងដូចមនុស្សប្រុសមែនគិតទៅបើមនុស្សប្រុសបើមិនក្លិនប្រុសឲ្យក្លិនស្រីមែនក្រោយមកនឹងរិនតារ៉ូនឹងក៏បង្ខំតាក់តូដែលមកក្រអើកតូមឌឺដាក់គាត់នឹងឲ្យគាត់នឹងបង្កើនព័ត៌មាននឹងលំអិតការពារคล้ายៗសម្រាប់សេតេនស៊ីដើម្បីបញ្ឆោតឲ្យធីណានឹង
ចេញមកប្រកួតជាមួយនឹងគាត់នឹងមួយស្មើ Rentaro នឹងក៏ចាប់ផ្ដើមរៀបចំសម្រាប់នឹងការប្រជុំមុខនាពេលខាងមុខនោះខណៈពេលដែលថ្នាក់លើរបស់ Tina នឹងដែលម្នាក់នឹងមានឈ្មោះថា Inren ដែលជាប្រធានផ្នែកស្រាវជ្រាវកងពលមេកានិករបស់អាមេរិកគាត់នឹងបានផ្ដល់ឲ្យនាងនៅព័ត៌មានលម្អិតคล้ายៗអំពីកិច្ចប្រជុំបន្ទាប់របស់ Sentency ឯ Rentaro វិញក៏ទៅស្វែងយល់បន្ថែមអំពីសមត្ថភាពរបស់ Tina ដែលជាអ្នកអាចបញ្ជានឹងយន្តហោះដោយស្វ័យប្រវត្តិតាមរយៈគ្រូរបស់គាត់នឹងដែលជាអ្នកគ្រូសុមារាហ្នឹងនាងនឹងក៏ព្យាយាមបញ្ឈប់ Rentaro កុំឲ្យទៅប្រយុទ្ធនឹងទាំងគ្រោះថ្នាក់ប៉ះជាមួយនឹងកងពលមេកានិកនឹងដូចជា Tina នេះប៉ុន្តែ Rentaro នឹងគាត់នឹងក៏បានតាំងចិត្តយ៉ាងមុតមមនឹងរួចហើយក្នុងការប្រើប្រាស់ធម៌ពលដែលអ្នកគ្រូរបស់គាត់នឹងបានផ្ដល់ឲ្យគាត់នឹងគឺដើម្បីជួយសង្គ្រោះមនុស្សគ្រប់គ្នានឹងតែម្ដងបន្ទាប់មកនឹងគាត់ក៏ទៅវឹកហាត់នឹងការប្រយុទ្ធរបស់គាត់នៅក្នុងបន្ទប់និមិត្តដែលបង្កើតឡើងដោយក្រុមហ៊ុនរបស់ Miyori ខណៈពេលនោះនឹងផងដែរគីសារ៉ានឹងក៏មកដល់ហើយបញ្យល់ថាធម៌ពលភ្នែកឆ្វេងរបស់ Rentaro នឹងមានសមត្ថភាពនឹងអាចឲ្យគាត់នឹងមើលឃើញនឹងចលនាយឺតបានពីសាងលេខហៅថា slow motion ហ្នឹងហើយ Miyori នឹងក៏ពេញចិត្តនឹង style ប្រយុទ្ធនឹងរបស់ Rentaro ហើយចង់ឲ្យ Rentaro នឹងមកទទួលខ្លួនប្រាណនាងនឹងតែម្ដងទៅនៅពេលនោះប៉ុន្តែគីសារ៉ានឹងក៏មិនជប់នាងនៅឯទីតាំងប្រជុំคล้ายៗវិញ Tina នឹងក៏បង្ហាញខ្លួននៅទីតាំងដែលជាអន្ទាក់នឹងដាក់ដោយ Rentaro នោះខណៈពេលដែល Rentaro នឹងគាត់នឹងក៏និយាយផងដែរថាគាត់នឹងកម្ចាត់នាងទោះបីជាគាត់នឹងអន់ជាងនាងក៏ដោយក៏គាត់នឹងនៅតែមានឆន្ទៈដើម្បីប្រយុទ្ធហើយគាត់នឹងក៏ផ្ដោតអារម្មណ៍ទៅរកទីតាំងរបស់ Tina ខណៈពេលដែលគាត់នឹងក៏គេចទៅលាក់ខ្លួននៅក្នុងអាគារនៅក្បែរនោះបន្ទាប់មកនឹង Tina នឹងក៏មិនខ្ជះខ្ជាយពេលវេលាក្នុងការបញ្ចេញជំនាញសមត្ថភាពរបស់នាងនឹងដោយបញ្ជាបាញ់កំភ្លើងនឹងគ្រប់គ្រងពីចម្ងាយនិងកំណត់គោលដៅរបស់ Rentaro នឹងដោយប្រើយន្តហោះដោយស្វ័យប្រវត្តិដើម្បីវាយប្រហារនឹង Rentaro ឯ Rentaro វិញគាត់នឹងក៏បានបាញ់បំផ្លាញយន្តហោះដោយស្វ័យប្រវត្តិនឹងមួយគ្រឿងហើយដោយមានជំនួយពី Miyori ផ្ដល់ទីតាំងសម្គាល់កាំភ្លើងដែលគ្រប់គ្រងដោយស្វ័យប្រវត្តិពីចម្ងាយរួមទាំងទីតាំងរបស់ Tina នឹង Rentaro នឹងក៏ព្យាយាមទៅក្បែរកន្លែងរបស់ Tina ហើយបំផ្លាញយន្តហោះស្វ័យប្រវត្តិរបស់នាងនឹងពីរគ្រឿងថែមទៀតរួចគាត់នឹងក៏បញ្ឆោតឲ្យ Tina នឹងប្រយុទ្ធវាយដៃមួយស្មើជាមួយនឹងគាត់ប៉ុន្តែគាត់នឹងក៏ត្រូវបានបាញ់ធ្លាក់ពីអាគារហើយគាត់នឹងក៏លោតទៅវិញម្ដងទៀតប៉ុន្តែគាត់នឹងក៏ចាញ់ព្រៀបយន្តហោះស្វ័យប្រវត្តិទី4ដែល Tina នឹងបានបោះកំបិតនឹងមកផ្ទុះវាហើយពេលដែលគាត់នឹងគិតថាគាត់ចិត្តចាញ់នឹងគ្រាប់បែកពន្លឺរបស់ Rentaro ដែលគាត់បោះហុយក៏ស្រាប់តែផ្ទុះឡើងហើយក៏ធ្វើឲ្យ Tina នឹងខ្វាក់ភ្នែកមកលេទៅល្មមនឹងឲ្យ Rentaro នឹងវាយនាងឲ្យចាស់ដៃហើយក៏ដំនាងនឹងជើងដៃរបស់គាត់នឹងផ្ទុះបាក់ទៅជាន់ក្រោមនឹងតែម្ដងបន្ទាប់មកនឹង Rentaro នឹងក៏សម្រេចចិត្តនឹងទទួលខុសត្រូវនឹងលើជីវិតរបស់ Tina ដោយសារតែនាងនឹងមិនសម្លាប់ Enju នាពេលនោះរហូតដល់តាកតូនឹងក៏បានមកបាញ់ Tina គាត់នឹងរៀបនឹងសម្លាប់ Tina តែ Sentency នឹងក៏បង្ហាញខ្លួននាងនឹងក៏ដំឡើងតំណែងរបស់ Rentaro នឹងជាជើងខ្លាំងចំណាក់ថ្នាក់លេខ300ហើយអាចឲ្យគាត់នេះនឹងប្រើសិទ្ធិនឹងទទួលដឹងព័ត៌មានអក្បាំងនឹងកម្រិតទី5នឹងផងដែរហើយឥឡូវនេះ Rentaro នឹងក៏មានឋានៈនឹងជាន់ខ្ពស់ជាងតាកតូនឹងផងដែរ Rentaro នឹងក៏បានបាញ់ម្រាមដៃរបស់តាកតូទាំងកំហឹងដែលគាត់នឹងហ៊ានមកបាញ់នឹង Tina នេះមួយសប្តាហ៍ក្រោយមកសូហ្គេនឹងក៏ត្រឡប់ទៅអូសាកាវិញទាំងកំហឹងបរាជ័យនេះផងដែរហើយ Rentaro គាត់នឹងក៏ត្រឡប់ទៅទីស្នាក់ការកណ្ដាលរបស់ Tendo ហើយក៏ភ្ញាក់ផ្អើលមែនទែននៅពេលដែលឃើញ Enju នឹងបានជាសះស្បើយហើយ Tina បានដោះលែងឲ្យគីសារ៉ានឹងជួលនាងនឹងមកធ្វើការនឹងជាភ្នាក់ងាររបស់ពួកគេវិញហើយយើងក៏លេចមកមើលសសរលោហៈវ៉ារញោមបិសាចសត្វល្អិតដំណាក់កាលទី4នឹងចាប់ផ្ដើមការវាយលុករបស់វានឹងនៅឯទីនោះនៅថ្ងៃបន្ទាប់ Rentaro ហើយនិងគីសារ៉ានឹងក៏សម្រេចចិត្តនឹងបង្រៀនក្មេងៗបណ្ដាសានឹងនៅឯក្រៅទីក្រុងដោយខ្លួនឯងពួកគេតែម្ដងដោយសារតែការរើសអើងនេះខណៈដែលក្មេងៗទាំងអស់នោះនឹងក៏ញាស់ពួកគេទាំងពីរនាក់នឹងអំពីរឿងស្នេហានឹងរបស់ Rentaro ហើយនិងគីសារ៉ានឹងដែល Enju នឹងបានលួចប្រាប់គេនឹងរួចទៅហើយគឺនាងនឹងមានបំណងចង់ឲ្យក្មេងៗទាំងអស់នោះនឹងបំបែកបំបាក់ Rentaro ហើយនិងគីសារ៉ាហើយចងចំណងរបស់ខ្លួនឯងនាងជាមួយនឹង Rentaro វិញភ្លាមនោះ Sentency នឹងក៏បានមកដល់ដោយផ្ទាល់ហើយជូនដំណឹងដល់ពួកគេនឹងអំពីបិសាចសត្វល្អិតនឹងដំណាក់កាលទី4ដែលគេឲ្យឈ្មោះថា Ade Baram បានវាយប្រហារនឹងមកលើសសរលោហៈវ៉ារញោមនៅតំបន់មួយហើយថាក្នុងរយៈពេលតែ6ថ្ងៃតែប៉ុណ្ណោះវាអាចធ្វើឲ្យសសរនោះជ្រេះនឹងរលាយបាក់ដួលនឹងតែម្ដងហើយនឹងទុកឲ្យតំបន់តុកជូនេះនឹងងាយនឹងរងគ្រោះដោយសារនៃការលុកលុយនឹងពីបិសាចសត្វល្អិតនឹងទាំងអស់នោះនេះនឹងក៏បន្តថាការសាងសង់សសរលោហៈវ៉ារញោមនេះនឹងចំណាយពេលរយៈពេល4ថ្ងៃនឹងឯណោះ
ពួកគេនឹងក៏ចង់ដឹងផងដែរថាហេតុអ្វីបានជាបិសាចសត្វដំណាក់កាលទី4នឹងអាចមកចិត្តសសរលោហៈវ៉ារញោមនោះខណៈពេលដែលមានតែដំណាក់កាលទី5តែប៉ុណ្ណោះទើបអាចធ្វើអញ្ចឹងបានបន្ទាប់មកនឹងសេតានស៊ីនឹងក៏បានឲ្យរ៉េនតារ៉ូនឹងទៅប្រមូលផ្ដុំក្រុមសន្តិសុខស៊ីវិលមួយក្រុមសម្រាប់បេសកកម្មនឹងដើម្បីទៅទប់ស្កាត់នឹងនៃការលុកលុយរបស់បិសាចសត្វល្អិតនោះត្រឡប់មកផ្ទះរបស់គាត់វិញធីណាហើយនឹងអេនជូនឹងក៏ស្វាគមន៍គាត់ព្រោះថាធីណានឹងស្នាក់នៅជាមួយនឹងគាត់នឹងបណ្ដោះអាសន្នសិនពេលយប់មកដល់រ៉េនតារ៉ូនឹងក៏ប្រាប់ធីណានឹងអំពីការពិភាក្សាដែលគាត់នឹងបាននិយាយជាមួយនឹងសេតានស៊ីហើយគាត់នឹងក៏សុំឲ្យនាងនឹងចូលរួមជាមួយគាត់ដើម្បីប្រយុទ្ធនឹងជាមួយនឹងការលុកលុយរបស់បិសាចសត្វល្អិតនោះហើយធីណានឹងក៏បញ្ជាក់ថារ៉េនតារ៉ូនឹងគឺជាអ្នកជួយសង្គ្រោះជីវិតនាងដូច្នេះគាត់នឹងអាចធ្វើអ្វីធ្វើទៅតាមចិត្តរបស់គាត់ចង់ជាមួយនឹងជីវិតរបស់នាងនេះហើយនៅពេលដែលពួកគេរៀបដេកហ្នឹងធីណានឹងក៏សុំគេងកោយដៃរបស់គាត់ហើយនៅថ្ងៃបន្ទាប់គីសារ៉ានឹងក៏មករកធីណាប៉ុន្តែធីណានឹងក៏ចេញមកពីក្រោមជើងរបស់រ៉េនតារ៉ូហើយនិយាយដូចជាពួកគេនឹងបានធ្វើអីនឹងគ្នានៅពេលយប់មិញហ្នឹងនេះមិនសូវងុំប្រមាណទេសំខាន់ហ្នឹងនាងក៏ក្រោកឈរឡើងហើយអត់ស្លៀកខោថែមទៀតធ្វើឲ្យអេនជូហ្នឹងហើយនឹងគីសារ៉ាហ្នឹងក៏យល់ច្រឡំហើយក៏ទេទូរស័ព្ទទៅប្តឹងប៉ូលីសហ្នឹងភ្លាមៗហ្នឹងតែម្ដងទៅពេលនោះគឺដល់កតែម្ដងនៅឯទីក្រុងឯនេះវិញក៏កាន់តែមានភាពតានតឹងចាប់តាំងពីច្បាប់ថ្មីហ្នឹងបានប្រកាសឡើងគឺធ្វើឲ្យបង្កឡើងជាបាតកម្មពេញហ្នឹងតែម្ដងឯរ៉េនតារ៉ូវិញបន្ទាប់ពីគាត់បានបកស្រាយចាប់រួចហ្នឹងគាត់នឹងក៏នាំធីណាហ្នឹងឲ្យទៅជាមួយគាត់ដើម្បីទៅស្វែងរកនឹងក្រុមសន្តិសុខស៊ីវិលមួយចំនួនសម្រាប់បេសកកម្មខាងមុខនេះខណៈដែលគាត់នេះហ្នឹងក៏អាចណែនាំផ្លូវនាងហ្នឹងនៅតំបន់តូក្យូនេះហ្នឹងផងដែរដោយសារតែនាងទៅតែមកលេងតំបន់តូក្យូនេះពេលដើរកំសាន្តហ្នឹងពួកគេហ្នឹងក៏មិនអាចទិញអ្វីបានទេដោយសារតែរ៉េនតារ៉ូនឹងគាត់ដាច់យ៉ៃពេកតែម្ដងទើបពួកគេនឹងបានត្រឹមតែដើរលេងហ្នឹងតែប៉ុណ្ណោះហើយក៏ស្រាប់តែជួបនឹងក្មេងពិការសុំទានខ្វាក់ភ្នែកម្នាក់ច្រៀងចម្រៀងអូប៉េរ៉ាហ្នឹងគឺស្ដាប់ទៅយ៉ាងពិរោះមែនទែនតែម្ដងខ្ញុំចូលចិត្តបទភ្លេងបែបនេះនាងនឹងក៏បញ្ជាក់ថាដោយសារម៉ាក់របស់នាងនឹងស្អប់ភ្នែកក្រហមរបស់នាងពេកទើបនាងនឹងក៏សម្រេចចិត្តទាញវាចេញនឹងដោយខ្លួនឯងនាងនឹងផ្ទាល់តែម្ដងគួរឲ្យអាណិតសង្វេគមែនទែននាងខ្វេះភ្នែកខ្លួនឯងបែបនេះមើលទៅវេទនាខ្លាំងមែនទែនរ៉េនតារ៉ូនឹងក៏គាត់នឹងបញ្ចេញអារម្មណ៍សោកសៅហើយគាត់នឹងក៏បានព្រមាននាងនឹងឲ្យឈប់មកទីសាធារណៈនេះទៀតដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់នាងហើយគាត់នឹងក៏ឲ្យលុយទៅនាងនឹងខ្លះៗដល់នាងឲ្យផ្គត់ផ្គង់បងប្អូននាងទៅបន្ទាប់ពីនោះដោយសារតែក្រុមសន្តិសុខស៊ីវិលដទៃទៀតភាគច្រើននឹងគឺចំណែននឹងរ៉េនតារ៉ូពេកគាត់នឹងក៏លំបាកនឹងដើម្បីដើរស្វែងរកជំនួយហើយគាត់នឹងក៏សម្រេចចិត្តនឹងទៅជួបទីស្នាក់ការភ្នាក់ងារសន្តិសុខស៊ីវិលគីតាការីមួយដើម្បីបបួលបងប្អូនបង្កើតដែលមានឈ្មោះថាតាម៉ាហ្គីហើយនិងយូស៊ូគីឲ្យមកប្រយុទ្ធនឹងជាមួយសត្រូវនឹង2000ក្បាលធ្វើឲ្យអ្នកទាំងពីរនឹងមានការភ្ញាក់ផ្អើលមែនទែនតែម្ដងនៅពេលនោះឡើងដួលនឹងពីកៅអីហើយបន្ទាប់ពីចរចាគ្នាមិនត្រូវដែលឲ្យគាត់ប្រយុទ្ធលះបង់ជីវិតខ្លួនឯងហ្នឹងដើម្បីតែចំណាក់ថ្នាក់នឹងប្រាក់បន្តិចបន្តួចសោះហ្នឹងវានឹងក៏មិនអាចទៅរួចសម្រាប់តាម៉ាហ្គីបន្ទាប់មកហ្នឹងក្រុមទាំងនោះនឹងក៏សម្រេចចិត្តវាយគ្នាសិនប្រសិនបើរ៉េនតារ៉ូគាត់ខ្លាំងជាងតាម៉ាហ្គីនឹងគាត់ក៏សម្រេចចិត្តថាជួយរ៉េនតារ៉ូនេះឯងក្នុងបេសកកម្មនេះរ៉េនតារ៉ូនិងតាម៉ាហ្គីនឹងក៏ប្រយុទ្ធវាយដៃមួយស្មើប៉ុន្តែរ៉េនតារ៉ូក៏ឈ្នះបន្ទាប់ពីបានទាត់ចំក្បាលមួយជើងដាក់តាម៉ាហ្គីនោះឯយូស៊ូគីវិញប៉ះជាមួយនឹងធីណាយូស៊ូគីនឹងក៏លោតទៅមកនឹងចងអំបោះរបស់នាងនឹងចំវិញដើម្បីចាប់ធីណាប៉ុន្តែធីណានឹងក៏បំផ្ទុះយន្តហោះស្វ័យប្រវត្តិរបស់នាងហើយក៏ចងសំណាញ់នោះនឹងទៅខ្លួនរបស់យូស៊ូគីនឹងទៅវិញរួចក៏ឈ្នះនៅការប្រកួតនេះបន្ទាប់មករ៉េនតារ៉ូនឹងក៏បានទទួលជំនួយពីបងប្អូននឹងកាតាគីរីនេះហើយទីបំផុតបេសកកម្មដើម្បីទប់ទល់នឹងការលុកលុយរបស់បិសាចសត្វល្អិតនឹងក៏ចាប់ផ្ដើមនៅយប់នោះក្នុងអំឡុងពេលទៅមើលបន្ទប់ពិសោធន៍របស់អ្នកគ្រូសុំរ៉េហ្នឹងពេលនាងឃើញធីណាអ្នកគ្រូសុំរ៉េហ្នឹងក៏គិតថារ៉េនតារ៉ូហ្នឹងបានចាប់ខ្លួននាងមកនាងហ្នឹងថែមទាំងសើចំអកឲ្យគាត់ថាជាជនខិលខូចដែលដើរតែស្ទាបគូតនឹងក្មេងស្រីតូចៗហ្នឹងដែលឆ្លងកាត់ហ្នឹងតាមផ្លូវដល់កតែម្ដងហើយបានលួចចូលសាលាបឋមសិក្សាហ្នឹងដើម្បីលួចយកលិមួកក្មេងស្រីសម្រាប់តេះ1000ដងទៀតនេះគឺកាន់តែទៅហើយសូម្បីតែធីណាលឺអញ្ចឹងហ្នឹងក៏ចាប់ផ្ដើមជឿអ្នកគ្រូហ្នឹងផងដែរតែរ៉េនតារ៉ូហ្នឹងក៏ថាការនិយាយលេងសើចរបស់អ្នកគ្រូហ្នឹងអត់ទំនងផងហ្នឹងហើយមិនក៏ទៅជឿគាត់អញ្ចឹងហើយបន្ទាប់ពីនោះហ្នឹងអ្នកគ្រូសុំរ៉េហ្នឹងក៏ប្រាប់រ៉េនតារ៉ូហ្នឹងថា
សូម៉ាដែលជាសិស្សច្បងរបស់គាត់ហ្នឹងគឺកំពុងតែតាមរកគាត់នេះហើយបន្ទាប់ពីនោះហ្នឹងធីណាហ្នឹងក៏ស្នើសុំឲ្យនាងហ្នឹងចាក់ចេញពីទីស្នាក់ការ Tendo ដោយសារម្ចាស់របស់នាងដែលជា Ren ហ្នឹងនឹងបញ្ជូនកម្លាំងមកតាមកម្ចាត់នាងហើយអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃប៉ុន្តែ Rentaro ហ្នឹងក៏បញ្ឈប់នាងហើយគាត់ហ្នឹងបានតាំងចិត្តថាគាត់នឹងផ្លាស់ប្ដូរច្បាប់សម្រាប់ក្មេងហ្នឹងបណ្ដាសាឲ្យទទួលបានសិទ្ធិហ្នឹងដូចគ្នានឹងមនុស្សធម្មតាហ្នឹងផងដែរហើយបន្ទាប់ពីនោះដោយប្រើសិទ្ធិអំណាចឋានៈរបស់ Rentaro ថ្មីនេះហ្នឹងអ្នកគ្រូសុំរេហ្នឹងក៏បានបង្ហាញគាត់នៅព័ត៌មានដែលបានចាត់តាមកម្រិតថ្នាក់ដែលនាងបានរកឃើញនៅសង្គ្រាមដំបូងជាមួយបិសាចសត្វល្អិតហ្នឹងដែលត្រូវបានគេគិតថាវាត្រូវបានគេកំទេចហ្នឹងបាត់ទៅហើយទោះបីជាយ៉ាងណាក៏ដោយទិន្នន័យអំពីព្រឹត្តិការណ៍មួយនៅឯភូមិ Nanahoshi និងការផ្ទុះសង្គ្រាមដើមកំណើតបិសាចសត្វល្អិតនេះហ្នឹងនៅតែត្រូវគេនឹងបានចាក់សោរហូតនឹងដល់ពួកគេនឹងទទួលបានសិទ្ធិអំណាចឋានៈខ្ពស់ជាងនេះទើបពួកគេនឹងអាចមើលវាបានជាមួយគ្នានេះនឹងផងដែរការស្រុតបាំងរបស់សសរវ៉ារញោមនៅទីបំផុតនឹងក៏បានផ្សាយទៅដល់ភ្នែកមហាជនហើយសេតេនស៊ីក៏ត្រូវបានកោះហៅនឹងឲ្យធ្វើសន្និសីទនឹងសារព័ត៌មានបង្ហាញពីបញ្ហានេះនឹងផងដែរគឺដើម្បីបន្ធូរបន្ថយនូវភាពចលាចលរបស់សាធារណជននៅថ្ងៃបន្ទាប់ក្រុមរបស់ Rentaro នឹងក៏រៀបចំតង់នៅឯជំរំទាហាននឹងនៅជិតទីក្រុងនោះបន្ទាប់មកនឹង Rentaro និង Enju នឹងក៏ព្យាយាមនឹងទៅស្វែងរកសមាជិកក្រុមនឹងបន្ថែមទៀតនៅឯជំរំនោះហើយគាត់នឹងក៏បានរកឃើញក្រុមផ្សេងទៀតដែលត្រូវបានគេសម្លាប់នឹងដោយគួរឲ្យសង្ស័យមែនទែនបន្ទាប់មកនឹង Rentaro នឹងក៏បានទៅជួបជុំគ្នាម្ដងទៀតជាមួយនឹងមិត្តចាស់របស់គាត់ហើយក៏ជាសិស្សច្បងសាលា Tendo របស់គាត់នេះផងដែរដែលមានឈ្មោះថា Soma Nagisawa រួមជាមួយនឹងដៃគូរបស់គាត់នឹងដែលមានឈ្មោះថា Midori Fusei ហើយ Rentaro នឹងក៏បបួល Soma នឹងឲ្យគាត់នឹងចូលរួមបេសកកម្មជាមួយគ្នានឹងផងដែរបន្ទាប់មកពួកគេនឹងក៏ប្រមូលផ្ដុំគ្នានៅឯតង់របស់ពួកគេនឹងហើយក៏ណែនាំខ្លួនរបស់ពួកគេនៅពេលដែលពួកគេនឹងរៀបនឹងធ្វើការរួមគ្នាជាក្រុមនេះប៉ុន្តែឥឡូវនេះហ្នឹងគឺពួកគេនឹងមានត្រឹមតែ3គូតែប៉ុណ្ណោះដែលអតិបរមាដែល Rentaro ចង់បានហ្នឹងគឺ5គូក្រោយមកគីសារ៉ាហ្នឹងក៏បង្ហាញមុខរួមជាមួយនឹង Tina ចង់មកចូលរួមក្រុមជាមួយនឹង Rentaro ហ្នឹងផងដែរតែគាត់ហ្នឹងក៏តវ៉ាមិនចង់ឲ្យនាងចូលរួមដោយសារតែគីសារ៉ានៅមានបញ្ហាជំងឺតម្រង់នោមនេះបន្ទាប់មកមេបញ្ជាការ Nakamasa Gado នឹងក៏ប្រមូលផ្ដុំនឹងពួកគេហើយបញ្យល់ពីយុទ្ធសាស្ត្ររបស់ពួកគេដើម្បីជួយទាហានជប៉ុននឹងដើម្បីប្រយុទ្ធនឹងបិសាចសត្វល្អិតនោះទោះជាយ៉ាងណាក៏ដោយ Rentaro នឹងក៏ធ្វើឲ្យ Nakamasa នឹងខកចិត្តនៅពេលដែលគាត់នឹងសួរបញ្ជាអំពីផែនការនិងថាគាត់នឹងគួរជឿទុកចិត្តថាទាហាននឹងប្រកាសនឹងអាចនឹងបញ្ឈប់នឹងបិសាចសត្វល្អិតនឹងជាប់ឬអត់បន្ទាប់ពីនោះនឹង Rentaro នឹងក៏នៅតែតូចចិត្តដែលគាត់នឹងមិនចង់ឲ្យគីសារ៉ានឹងចូលរួមនៅក្នុងសង្គ្រាមនេះទេដែលសារតែនាងនឹងមានស្ថានភាពទន់ខ្សោយរបស់នាងប៉ុន្តែគីសារ៉ានឹងក៏បង្ហាញពីការព្រួយបារម្ភរបស់នាងដូចគ្នាទៅនឹងគាត់ដែលនាងនឹងមិនចង់នៅកន្លែងមានសុវត្ថិភាពរងចាំគាត់នឹងត្រឡប់មកវិញបន្ទាប់ពីសង្គ្រាមស្លាប់រស់នោះទេគឺនាងនឹងបារម្ភពីគាត់នឹងដូចគ្នាបន្ទាប់មកនឹងនៅពេលដែល Rentaro ចង់សារភាពស្នេហ៍របស់គាត់ចំពោះគីសារ៉ានឹងក៏ស្រាប់តែគ្រប់គ្នាមករកពួកគេហើយ Enju នឹងក៏ស្ដីបន្ទោសគីសារ៉ាម្ដងទៀតថានាងនឹងចង់ទាក់ Rentaro នឹងជាមួយនឹងដើមទ្រូងរបស់នាងម្ដងទៀតហើយនៅទីបំផុតហ្នឹង Rentaro និងក្រុមដែលទើបតែបង្កើតថ្មីរបស់គាត់ហ្នឹងក៏រៀបចំខ្លួនហ្នឹងសម្រាប់ការប្រយុទ្ធហ្នឹងនាពេលខាងមុខដើម្បីការពារតំបន់តូក្យូនេះ3ថ្ងៃមុនការដួលរលំរបស់សសរវ៉ារញោមទី32ហ្នឹង Rentaro និងគីសារ៉ាហ្នឹងក៏បន្តបង្រៀនក្មេងៗបណ្ដាសាហ្នឹងហើយសូមឲ្យពួកគេហ្នឹងសរសេរអំពីអនាគតជីវិតដែលពួកគេហ្នឹងចង់បានប៉ុន្តែមានតែ Enju ហើយនិង Tina ទេដែលអាចសរសេរផែនការអនាគតជីវិតរបស់ពួកគេគឺដើម្បីរៀបការជាមួយ Rentaro ហើយមានបំណងចង់ថើបគាត់ហ្នឹងឲ្យបានច្រើនតាមដែលពួកគេហ្នឹងអាចធ្វើបានជារៀងរាល់ថ្ងៃគឺដល់កតែម្ដងគម្រោងអនាគតរបស់ក្មេងអាយុ10ឆ្នាំទាំងពីរនាក់នេះប៉ុន្តែសម្រាប់អ្នកផ្សេងវិញពួកគេនឹងមិនអាចសរសេរអ្វីបានទាំងអស់គឺគួរអាណិតពួកគេមែនទេដោយសារតែពួកគេនឹងមិនទាន់ស្គាល់ពីពិភពលោកខាងក្រៅហើយគ្រាន់តែជាក្មេងនឹងដែលគ្មានការណែនាំនឹងសូម្បីតែបន្តិចដូច្នេះ Rentaro នឹងក៏សម្រេចចិត្តនឹងនាំពួកគេនឹងទៅទស្សនាកន្លែងរំលឹកវិញ្ញាណក្ខន្ធដែលជាកន្លែងនឹងរូបសំណាកបដិវត្តហើយប្រាប់ពួកគេនឹងអំពីវិធីបុណ្យបង្ហោះគោមដើម្បីគោរពដល់វិញ្ញាណក្ខន្ធមនុស្សទាំងអស់ដែលបានស្លាប់ដោយសារការប្រយុទ្ធនឹងបិសាចសត្វល្អិតទាំងអស់នោះហើយនៅពេលដែលក្មេងៗទាំងអស់នោះបង្ហាញពីការសោកសៅរបស់ពួកគេថាពួកគេប្រហែលជាមិនអាចមានជីវិតនឹងដើម្បីមើលពិធីបុណ្យនោះទេ
Rentaro នឹងក៏ធានាថាគាត់នឹងគីសារានឹងការពារពួកគេបន្ទាប់មកពួកគេនឹងក៏បង្ហាញពីក្តីស្រឡាញ់របស់ពួកគេនឹងចំពោះ Rentaro ដែលបង្រៀននឹងដល់ពួកគេនេះហើយថាមាន5នាក់ទៀតដែលចង់រៀបការជាមួយនឹង Rentaro នឹងផងដែររួចក៏នាំគ្នានឹងដើរមករកគាត់ខណៈដែល Enju ហើយនឹង Tina នឹងក៏ព្យាយាមនឹងការពារគាត់មិនចង់ឲ្យនរណាគេមកក្បែរឡើយហើយនៅយប់នោះRentaro និងគីសារានឹងក៏ទៅស៊ើបអង្កេតសសរវ៉ារញោមនឹងទី32ដែលកំពុងតែចិត្តដួលរលំនោះហើយពួកគេនឹងក៏សញ្ជឹងគិតនឹងអំពីមូលហេតុអ្វីបានជាវានឹងត្រូវបានកំណត់នឹងជាគោលដៅពិសេសនឹងដោយបិសាចសត្វល្អិតដំណាក់កាលទី4នឹងអាដេបារ៉ាមនោះម្លេះដោយគីសារានឹងបានសម្រេចចិត្តធ្វើការស្រាវជ្រាវបន្ថែមទៀតនៅលើវាបន្ទាប់មកគីសារានឹងនាងក៏បង្ហាញពីភាពភ័យខ្លាចរបស់នាងនឹងប្រសិនបើថ្ងៃមួយដែលសុភមង្គលបច្ចុប្បន្នរបស់នាងដែលមាន Rentaro, Enju ហើយនិង Tina នៅក្នុងជីវិតរបស់នាងនឹងបាត់បង់នៅថ្ងៃណាមួយប៉ុន្តែ Rentaro នឹងក៏ធានាថាគាត់នឹងការពារគ្រប់គ្នាហើយគ្មាននរណាម្នាក់នឹងចាក់ចេញពីនាងឡើយនៅថ្ងៃបន្ទាប់ប្រជាជននៅតំបន់តូក្យូក៏ចាប់ផ្ដើមជំលៀនទៅកាន់ទីជម្រកក្រោមដីតាមរយៈការបោះឆ្នោតហើយភាពចលាចលរបស់សាធារណជនដែលនៅសេសសល់ប្រឆាំងនឹងក្មេងៗបដាសានឹងក៏កាន់តែលកើនឡើងថែមទៀតដោយបង្ខំឲ្យ Rentaro នឹងបានទៅជួយសង្គ្រោះនឹងក្មេងពិការភ្នែកនោះនឹងពីហ្វូមមនុស្សដែលចងកំហឹងនឹងនាងត្រឡប់ទៅជំរុំវិញគីសារានឹងក៏បានទទួលឯកសារពីតាម៉ាហ្គីហើយនាងក៏ដុតវាចោលភ្លាមតែម្ដងរួច Rentaro នឹងក៏មានការភ្ញាក់ផ្អើលមែនទែនបន្ទាប់ពីដឹងថាសសរវ៉ារញោមទី32នឹងត្រូវបានចាត់ចែងនឹងធ្វើឡើងជាឯកជននឹងដោយ Kazumitsu Tendo ដែលជាបងប្រុសរបស់គីសារានេះខណៈដែលគីសារានឹងនាងក៏ដើរចេញដោយបង្ហាញកំហឹងគំនុំចងអាឃាតនឹងយ៉ាងខ្លាំងតែម្ដងមើលទៅមុខនាងនឹងគឺយើងដឹងហើយនៅថ្ងៃបន្ទាប់នឹង Rentaro ហើយនឹង Enju នឹងក៏បានទៅសួរសុខទុក្ខក្មេងៗបណ្ដាសានៅឯតំបន់នោះប៉ុន្តែគួរឲ្យរន្ធត់ណាស់ដែលពួកគេនឹងបានរកឃើញថាក្មេងៗបណ្ដាសាទាំងអស់នោះនឹងត្រូវបានគេទម្លាក់គ្រាប់បែងសម្រាប់បាត់ដោយចេតនាតែម្ដងនៅពេលនោះគឺគួរឲ្យណាត់ពួកគេមែនទែនដែលពួកគេនឹងគឺជាក្មេងមិនដឹងខ្យល់អីសោះហើយមកធ្វើអំពើប្រៃសៃបែបនេះដាក់ពួកគេអញ្ចឹងហ្នឹងហើយខណៈពេលដែល Rentaro នឹងព្យាយាមរំលឹកឈ្មោះរបស់ពួកគេប៉ូលីសនៅទីនោះក៏មិនខ្វល់ពីឈ្មោះរបស់ពួកគេឡើយគឺយើងមើលទៅមនុស្សម្នាក់ៗហ្នឹងមើលងាយដល់ក្មេងៗបដាសាហ្នឹងមែនតែម្ដងហើយសម្រាប់ Enju វិញនាងនឹងគឺកាន់តែតូចចិត្តឈឺចាប់មែនទែនដែលមិត្តរបស់នាងទាំងអស់ហ្នឹងទៅជាបែបនេះអញ្ចឹងហ្នឹងគឺគួរឲ្យសម្លេងមែនទែនសម្រាប់នាងហើយនេះក៏ធ្វើឲ្យ Rentaro ហ្នឹងកាន់តែបាក់ទឹកចិត្តតែម្ដងខណៈពេលដែលគាត់នឹងអង្គុយអានផែនការអនាគតរបស់ពួកក្មេងៗហ្នឹងទាំងអស់នោះហើយគាត់នឹងក៏បានបញ្ចេញកំហឹងរបស់គាត់ទាំងអស់ហ្នឹងដាក់គីសារាហ្នឹងដោយការជជែកតវ៉ានឹងប្រឆាំងរោគយុត្តិធម៌នឹងអំពើសាហាវព្រៃសៃនិងអំពើពុករលួយទាំងអស់នៅក្នុងសង្គមរបស់ពួកគេនេះរំពេចនោះខ្យល់ក៏បានបោកសសរវ៉ារញោមទី32ហ្នឹងឲ្យរលំដួលបាត់ទៅមុនពេលដែលពួកគេនឹងសន្និដ្ឋានមួយថ្ងៃទៅទៀតធ្វើឲ្យគ្រប់គ្នានឹងគ្មានពេលសម្រាប់ចូលរួមលំលែងទុកសាកសពក្មេងៗទាំងអស់នោះឡើយដោយសារតែការឈ្លានពានរបស់បិសាចសត្វល្អិតនឹងចិត្តមកដល់នេះអស់ពីបញ្ហាមួយគឺចូលមកបញ្ហាមួយគួរឲ្យសម្បែកមែនទែនបន្ទាប់ពីសសរវ៉ារញោមនឹងដួលរលំហ្នឹងក្រុមសន្តិសុខស៊ីវិលទាំងអស់ហ្នឹងក៏មើលការវាយលុករបស់បិសាចហ្នឹងដោយផិតភ័យគណៈពេលដែលទាហានជប៉ុនហ្នឹងក៏ត្រូវបានផ្ដួលដោយហ្វូងបិសាចសត្វល្អិតហ្នឹងយ៉ាងងាយតែម្ដងក្នុងពេលជាមួយគ្នានោះធីណាហ្នឹងក៏ប្រទះឃើញបិសាចសត្វល្អិតមួយចំនួនហ្នឹងទម្លាក់កូនតូចៗរបស់វាទៅក្នុងព្រៃក្បែរជំរំហើយ Rentaro ហ្នឹងក៏កត់សម្គាល់ថាគ្មាននរណាម្នាក់ហ្នឹងក្រៅពីក្រុមរបស់គាត់ហ្នឹងបានឃើញសកម្មភាពនោះទេដោយដឹងថាបិសាចសត្វល្អិតហ្នឹងអាចលំពាត់ពួកគេអញ្ចឹងហ្នឹង Rentaro ហ្នឹងក៏សម្រេចចិត្តថាក្រុមរបស់គាត់នឹងទៅប្រឈមមុខនឹងបិសាចនៅក្នុងព្រៃនោះទោះបីជាគាត់នឹងដឹងថាវាល្មើសនឹងបញ្ជាក៏ដោយហើយខណៈពេលដែលក្រុមរបស់ Rentaro នឹងរត់ទៅព្រៃហ្នឹង Hideki Gado នឹងក៏បានឃើញពួកគេហើយក៏បានស្រែកឲ្យពួកគេត្រឡប់មកវិញប៉ុន្តែ Rentaro នឹងនៅតែមិនខ្វល់ក្រុមរបស់ Rentaro ក៏បានទៅកម្ចាត់ពួកបិសាចសត្វល្អិតយ៉ាងងាយស្រួលតែម្ដងនៅក្នុងព្រៃនោះហើយពេលដែលពួកគេត្រឡប់មកកាន់សមរភូមិវិញ Hideki Gado នឹងក៏បានប្រាប់ពួកគេនឹងអំពីលំពេងពលឺឡាស៊ែរដ៏អាកំបាំងដែលសម្រាប់ក្រុមសន្តិសុខស៊ីវិលដែលនៅសេសសល់ហើយគាត់នឹងក៏ត្រូវលេបទាំងរស់ដោយបិសាចមួយផងដែរនៅពេលនោះបន្ទាប់មកនឹងលំពេងឡាស៊ែរពន្លឺរាប់ខ្សែក៏បានបាញ់មកនឹងពីបិសាចសត្វល្អិតមួយដែលលាក់ខ្លួនហើយបានសម្លាប់មនុស្សកាន់តែច្រើនតទៅទៀត Rentaro នឹងក៏បានឃើញរូបរាងយ៉ាងរបស់មេដឹកនាំបិសាចអាដេបារ៉ាមនឹងដែលជាបិសាចដំណាក់កាលទី4ដែលវានេះគឺជាអ្នកបំផ្លាញនឹងសសរវ៉ារញោមហើយវានឹងក៏ក្រហមនឹងដកថយពីសមរភូមិជាមួយនឹងបិសាចសត្វល្អិតនឹងដែលនៅសេសសល់ក្រុមសន្តិសុខស៊ីវិលទាំងអស់ហ្នឹងក៏បានត្រឹមតែឃ្លាំមើលកងទ័ពបិសាចនឹងដកថយចេញទៅ
ហើយពាក់កណ្ដាលក្រុមកងកម្លាំងសន្តិសុខស៊ីវិល250នាក់នឹងបានស្លាប់នឹងរងរបួសនៅឯមន្ទីរពេទ្យខណៈដែលគីសារ៉ានិងអេនជូនឹងក៏ស្ម័គ្រចិត្តនឹងជួយអ្នករងរបួសលើទីនោះរ៉េនតារ៉ូក៏ឆ្ងល់ថាហេតុអ្វីបានជាអេនជូនឹងនៅមានអារម្មណ៍ជួយអ្នកដទៃនិងចិត្តល្អនឹងថែមទៀតបន្ទាប់ពីបានបាត់បង់មិត្តរបស់នាងចឹងហ្នឹងអ្នកគ្រូសុំរ៉េនឹងក៏បានបញ្យល់ថាអេនជូនឹងមានសតិផ្លូវចិត្តនឹងរឹងមាំខ្លាំងជាងសម្បកក្រៅនាងទៅទៀតបន្ទាប់ពីនោះក្រុមរបស់ Rentaro នឹងក៏បានប្រមូលផ្ដុំគ្នាឡើងវិញនៅឯស្ថានភាពដែលគេបានបោះបង់ចោលមួយគីសារ៉ានឹងក៏បានប្រាប់ដំណឹងដល់ Rentaro ពីឥទ្ធិពលពុលសារធាតុបារ៉តដែលអ្នករងរបួសនឹងបានបញ្ចេញរោគសញ្ញានឹងមិនពេលត្រូវពលឺឡាស៊ែរនោះរួមទាំងព័ត៌មានលម្អិតពីទីណាដែលបិសាចសត្វល្អិតដំណាក់កាលទី4ដ៏ធំដែលបានបាញ់ឡាស៊ែរនោះនឹងមានចម្ងាយនឹង5គីឡូម៉ែត្រពីពួកគេនៅក្នុងពេលសង្គ្រាមប៉ុន្តែនាងមិនបានឃើញរូបភាពបិសាចនោះច្បាស់លាស់ទេក្រោយមកនឹងមេបញ្ជាការ Nagamasa នឹងក៏កោះហៅ Rentaro ហើយក៏ប្រាប់គាត់នៅសមត្ថភាពដុសកោសិកាឡើងវិញនឹងរបស់បិសាចនឹងអាដេបារ៉ាមទោះបីជាគាត់នឹងបានកាត់ក្បាលវានឹងក៏ដោយក៏ដូចជាបិសាចសត្វល្អិតដែលបានបាញ់លំពេងពលឺឡាស៊ែរនឹងគាត់នឹងបានឲ្យឈ្មោះវាថា Pleiades បន្ទាប់មក Nagamasa នឹងក៏ចាត់ទុក Pleiades នឹងគឺជាបិសាចសាហាវនឹងគ្រោះថ្នាក់ដោយបិសាចនឹងអាដេបារ៉ាមនឹងហើយបង្ខំឲ្យ Rentaro នឹងធ្វើបេសកកម្មនឹងអធិឃាតដើម្បីទៅកម្ចាត់នឹងបិសាចបាញ់ពលឺឡាស៊ែរនឹង Pleiades នោះទុកជាការដាក់ទណ្ឌកម្មដែលគាត់នឹងបានបំបីជួរប្រយុទ្ធនៅក្នុងសមរភូមិនឹងពេលមុននោះ Rentaro នឹងក៏ព្យាយាមតវ៉ាប៉ុន្តែត្រូវអាសាកាមីប៊ូនឹងវាយគាត់នឹងឲ្យដួលនឹងដីតែម្ដងនៅពេលយប់គាត់នឹងក៏រៀបចេញនឹងដំណើរទៅបេសកកម្មនឹងតែម្នាក់ឯងគីសារ៉ានឹងក៏បានប្រទះឃើញគាត់ហើយក៏ទាដឹងពីការដាក់ទណ្ឌកម្មនោះនាងនឹងក៏ស្នើឲ្យគាត់នឹងរត់ចាក់ចេញជាមួយគ្នាប៉ុន្តែ Rentaro នឹងក៏បដិសេធដោយសារតែគ្មានកន្លែងសម្រាប់ពួកគេនឹងរត់ទៅនោះឡើយឯគីសារ៉ាបានត្រឹមតែឈោមើល Rentaro នឹងចាក់ចេញទៅក្រៅតែម្នាក់ឯងហើយនាងបានត្រឹមតែហៅគាត់នឹងថាជាមនុស្សល្ងងមិនយល់ពីចិត្តនាងសោះនៅតាមផ្លូវភ្លាមៗនឹង Rentaro នឹងក៏ត្រូវបានស្ទាក់ជាប់នឹងដោយហ្វូងបិសាចនឹងសត្វឆ្កែមួយចំនួនតែគួរឲ្យភ្ញាក់ផ្អើលសម្រាប់គាត់ដែលគាត់នឹងត្រូវបានជួយសង្គ្រោះដោយ Hiroko ហើយនិង Kohina ដែលគាត់នឹងគិតថាបានស្លាប់បាត់ទៅហើយនៅពេលយប់នឹង Rentaro នឹងក៏ភ្ជុំកំភ្លើងរបស់គាត់នឹងដាក់ Hiroko ដោយមិនទុកចិត្តលើចេតនារបស់គាត់នឹងឡើយប៉ុន្តែ Hiroko នឹងក៏បានរំលឹកគាត់ថាគាត់នេះឯងគឺជាអ្នកផ្ដល់ឲ្យអាហារមួយចំនួនថ្នាំកម្ចាត់មេរោគនិងបងរំនឹងប៉ុណ្ណឹងហើយ Rentaro នៅតែមិនយល់ពីបំណងល្អរបស់គាត់ទៀត Kohina បន្ទាប់មកនឹងក៏សួររោគ Enju ហើយនេះនឹងក៏ទន្ទិញថានាងចង់កាប់ Enju ខ្លាំងណាស់ទន្ទិញដដែលដូចជាក្មេងឈួតអញ្ចឹងហើយ Hiroko ក៏ប្រាប់ Rentaro ថាគាត់នឹងបានសង្កេតមើលសមរភូមិនឹងពីចម្ងាយហើយនៅពេលនោះនឹងផងដែរ Rentaro នឹងក៏ព្យាយាមថាឲ្យគាត់មិនក៏មិនទៅជួយគ្នាផងនៅពេលហ្នឹងប៉ុន្តែ Hiroko នឹងក៏សួរគាត់ថាតើគាត់ទទួលបានអ្វីមកវិញបើសិនជាគាត់នឹងធ្វើអញ្ចឹង Rentaro នឹងក៏ឆ្លើយថាសន្តិភាពហើយ Hiroko នឹងគាត់នឹងក៏បង្ហាញថាគាត់ជាមនុស្សមិនខ្វល់ពីសន្តិភាពទេតែមានតែចង់កំទេចវាទៅវិញឮចឹងហ្នឹងធ្វើឲ្យ Rentaro នឹងគិតថា Hiroko នឹងពិតជាឈួតមែនទែនហើយប៉ុន្តែ Hiroko នឹងក៏និយាយឌឺ Rentaro ថាគិតថាគាត់នឹងគឺជាមនុស្សធម្មតាមែនបានទៅមិនដឹងចឹងហ្នឹងហើយគណៈពេលដែលពួកគេញ៉ាំអីហ្នឹង Rentaro ក៏សួរ Hiroko ថាហេតុអ្វីបានជាគាត់តែងតែពាក់របាំងមុខរបស់គាត់ហើយ Hiroko នឹងក៏បានត្រឹមតែដោះរបាំងមុខរបស់គាត់ញ៉ាំអាហារហើយងាកចេញពី Rentaro រួចនិយាយថាបើសិនបើ Rentaro បានឃើញមុខរបស់គាត់ Rentaro នឹងសោកស្ដាយជាមិនខានហើយនៅពេលដែល Hiroko នឹងពាក់របាំងមុខរបស់គាត់ម្ដងទៀតគាត់នឹងបន្តដោយនិយាយថា Rentaro នឹងដឹងថាគាត់នឹងបានបំពេញនៃការប្រើប្រាស់អំណាចថាមពលលោហៈវ៉ារញោមរបស់គាត់នឹងហើយ Rentaro នឹងក៏ស្អប់នឹងចរណែននឹងគាត់ចំពោះថាមពលនេះផងដែរប៉ុន្តែ Hiroko នឹងក៏និយាយថាគាត់ក៏ស្អប់នឹងចំណែន Rentaro នឹងផងដែរដែល Rentaro នឹងអាចរស់នៅដោយសន្តិភាពនឹងក្រោមពន្លឺកណ្ដៅខណៈដែលគាត់បានត្រឹមតែរស់នៅទីងងឹតនឹងតែប៉ុណ្ណោះ Hiroko នឹងក៏ស្នើឱកាសឲ្យ Rentaro នឹងចូលដៃជាមួយគាត់ហើយ Rentaro នឹងក៏បដិសេធម្ដងទៀតដោយនិយាយថាគាត់នឹងមិនបំពេញការប្រើប្រាស់អំណាចថាមពលរបស់គាត់នោះទេប៉ុន្តែ Hiroko នឹងក៏ទាយថា Rentaro នឹងចូលដៃជាមួយនឹងគាត់ជាមិនខានឆាប់នេះនៅពេលព្រឹក Rentaro នឹងក៏ក្រោកពីដំណេកហើយដឹងថា Hiroko ហើយនិង Kohina នឹងបានចាក់ចេញនឹងបាត់ទៅហើយនៅពេលដែលគាត់នឹងបន្តបេសកកម្មរបស់គាត់នឹង Hiroko នឹងក៏ចេញមុខម្ដងទៀតនៅពីក្រោយគាត់ហើយ Hiroko នឹងក៏ប្រាប់គាត់ថាគាត់នឹងបានរកឃើញបិសាច Lazia Pleiades នោះនៅមិនឆ្ងាយពីទីនេះនឹងប្រហែលទេហើយនៅពេលដែល Rentaro សួរគាត់ថាហេតុអ្វីបានជាគាត់នឹងជួយផ្ដល់ព័ត៌មាននោះដល់ Rentaro នេះ Hiroko នឹងក៏ឆ្លើយតបថាដោយសារតែគាត់នឹងចូលចិត្តនឹងចង់រាប់អាននឹង Rentaro នេះផងដែរ Rentaro នឹងក៏សម្រេចចិត្តបន្ត
ទៅមុខហើយនៅពេលដែលគាត់សួរហ៊ីរ៉ូកូនឹងថាមានបំណងអីបានមកតាមគាត់ចឹងហ្នឹងហ៊ីរ៉ូកូនឹងក៏និយាយថាពួកគេនឹងគ្រាន់តែទៅក្នុងទិសដៅនឹងដូចគ្នានឹងតែប៉ុណ្ណោះបន្ទាប់មកនឹងរិនតារ៉ូនឹងក៏បណ្ដោយឲ្យពួកគេនឹងធ្វើអីធ្វើតាមចិត្តទៅហើយហ៊ីរ៉ូកូនឹងក៏ធ្វើតាមចិត្តគាត់នឹងទៅតែម្ដងហើយអ្នកទាំង3នឹងក៏បន្តដើរស្វែងរកបិសាចឡាសៀនឹងផ្លាដែរគឺសហការគ្នាដោយការស្មានរបស់ហ៊ីរ៉ូកូមែនបន្ទាប់ពីបានប្រទះឃើញមេបិសាចសត្វល្អិតឈ្មោះផ្លាដេនោះហ្នឹងរ៉េនតារ៉ូនិងហ៊ីរ៉ូគីហ្នឹងក៏បានសម្រុកទៅវាយកំដាប់ដៃរួមគ្នាហើយសម្រាប់វាភ្លាមតែម្ដងហើយក៏នាំគ្នានឹងរត់ប្រះអាយុដើម្បីលាក់ខ្លួនខណៈពេលនោះផងដែរមុខរបួសចាស់របស់រ៉េនតារ៉ូហ្នឹងក៏រើឡើងម្ដងទៀតប៉ុន្តែកូហ៊ីណាហ្នឹងក៏ទៅជួយគាត់នឹងគេចខ្លួននឹងតាន់ពេលហើយពេលមេបិសាចសត្វល្អិតឈ្មោះផ្លាដេងាប់បាត់ទៅហ្នឹងធ្វើឲ្យអាដេបារ៉ាមហ្នឹងបះបោសម្រុកចូលទៅវាបហាហ្នឹងដល់ជំរំក្រុមសន្តិសុខស៊ីវិលហើយក៏បានឆក់យកជីវិតហ្នឹងមេបញ្ជាការនាកាម៉ាសាហ្នឹងផងដែរឯរ៉ាន់តារ៉ូហ្នឹងក៏ទេទៅរកសិនតេស៊ីហ្នឹងឲ្យបញ្ជូនយន្តហោះចម្បាំងដើម្បីទម្លាក់មីស៊ីលហ្នឹងមកលើវាទៅហើយបន្ទាប់មកហ្នឹងមេបិសាចសត្វល្អិតអាដេបារ៉ាមហ្នឹងក៏បានដកថយម្ដងទៀតនៅពេលរ៉ាន់តារ៉ូហ្នឹងទៅជួបគ្នាគាត់អិនជូហ្នឹងក៏បានខំគាត់ដែលទុកនាងចោលនៅម្នាក់ឯងហើយគីសារ៉ាក៏ប្រាប់ពីការស្លាប់របស់មេបញ្ជាការនាកាម៉ាសានោះនេះជំរុញឲ្យរ៉េនតារ៉ូនឹងឡើងឋានៈជាមេបញ្ជាការភ្លាមតែម្ដងដោយសារតែគាត់នឹងជាឋានៈដឹកនាំជាន់ខ្ពស់បន្ទាប់នៅយប់នោះហ៊ីរ៉ូកូហើយនិងកូហ៊ីណានឹងក៏ដើរមករករ៉េនតារ៉ូនឹងទាំងក្លាហានចូលទៅក្នុងជំរំក្រុមសន្តិសុខស៊ីវិលតែម្ដងហើយក៏ត្រូវបានចោទប្រកាន់នឹងពីបទឃាតកម្មនឹងលើសន្តិសុខស៊ីវិលមួយក្រុមពីមុននឹងផងដែរតែរ៉េនតារ៉ូនឹងក៏មកការពារពួកគេព្រោះវានឹងគឺជាពេលសម្រាប់ពួកគេនឹងដើម្បីរួបរวมគ្នានឹងប្រយុទ្ធជាមួយនឹងបិសាចសត្វល្អិតមិនមែនមកប្រឆាំងជាមួយនឹងពូជសាំងគ្នាឯងនោះទេក្រោយមករ៉េនតារ៉ូនឹងក៏បានទៅសួរសុខទុក្ខនឹងមីដូរីដែលនាងនឹងត្រូវពឹសវីរុសបិសាចសត្វល្អិតនឹងដល់សាហាវពេលដែលនាងនឹងទៅជួយសង្គ្រោះនរណាម្នាក់ហើយបានឆ្លងមេរោគនឹងលើសពី 50% នឹងបាត់ទៅហើយគឺមានន័យថាវាយឺតពេកហើយសម្រាប់នាងឥឡូវនេះហើយក្នុងអំឡុងពេលនិយាយគ្នានឹងមីដូរីនឹងក៏ប្រាប់រ៉េនតារ៉ូនឹងអំពីជីវិតរបស់នាងថាគ្មាននរណាគេម្នាក់នឹងចង់បាននាងទេដោយសារតែនាងនឹងមានត្រចៀកនឹងដូចជាសត្វចម្លែកចឹងហ្នឹងប៉ុន្តែនៅពេលដែលគាត់ហើយនឹងសូម៉ាត្រូវការនាងនឹងនាងបញ្ជាក់ថានាងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនតែម្ដងគឺពិបាកបរិយាយមែនទែននៅក្នុងខ្លួនរបស់នាងដែលជាចុងក្រោយនឹងមាននរណាម្នាក់ត្រូវការនាងនៅក្នុងជីវិតរបស់ពួកគេហើយនាងនឹងក៏ប្រមានរ៉េនតារ៉ូនឹងផងដែរនៅក្លិនដែលនាងទទួលបានពីគីសារ៉ានឹងគឺជាក្លិនគំនុំដ៏ខូខើមួយដែលមិនអាចប្រមាណបានបន្ទាប់មកមីដូរីនឹងក៏រកលេងដើម្បីទៅបង្គន់ហើយប្រាប់រ៉េនតារ៉ូនឹងកុំឲ្យមកតាមនាងឲ្យសោះធ្វើឲ្យរ៉េនតារ៉ូនឹងខ្មាស់អៀនតែម្ដងប៉ុន្តែតាមពិតនឹងនាងនឹងក៏រត់គេចខ្លួនហើយទៅធ្វើអត្តឃាតនៅក្បែរដើមឈើមួយនាងធ្វើហេតុនេះនឹងគឺដើម្បីមិនចង់ឲ្យអ្នកផ្សេងទៀតមកទទួលបន្ទុកសម្រាប់នាងដោយផ្ទាល់ដៃរបស់ពួកគេដែលនាំឲ្យពួកគេឈឺចាប់ហ្នឹងហើយសូម៉ាពេលគាត់ឃើញអញ្ចឹងហ្នឹងគាត់នឹងក៏ឈឺចាប់ខ្លាំងណាស់ដែលគាត់នឹងមិនព្រមសម្រាប់នាងដោយផ្ទាល់ដៃរបស់គាត់ហើយទុកឲ្យនាងស្លាប់ឯកោតែម្នាក់ឯងដូច្នេះសូម៉ានឹងក៏បានឲ្យរ៉េនតារ៉ូនឹងស្មត់ថាគាត់នឹងត្រូវតែកម្ចាត់បិសាចអាដេបារ៉ាំហើយសូម៉ានឹងក៏និយាយពីអតីតកាលរបស់គាត់ថាគាត់នឹងមិនមែនចាក់ចេញពីសាលាគុនដាវគ្រួសារផេនដូដោយខ្លួនឯងគាត់នោះទេគឺដោយសារតែគាត់នឹងត្រូវបានគេបណ្ដេញចេញដោយសារតែក្បាច់ជំនាញដែលគាត់បង្កើតថ្មីនឹងគឺវាខូខើពេកគឺមួយកំដាប់ដៃកំតិចពីគ្រឿងក្នុងតែម្ដងគឺសាហាវមែនទែនក្បាច់ជំនាញផ្ទាល់ខ្លួនរបស់គាត់នេះហើយបន្ទាប់មករ៉េនតារ៉ូនឹងក៏បានប្រើសិទ្ធិអំណាចថ្មីរបស់គាត់នេះនឹងដើម្បីអះអាងអំណាចផ្ដាច់ការរបស់គាត់ទៅលើក្រុមសន្តិសុខស៊ីវិលដែលនៅសេសសល់គឺដោយប្រើអំពើហិង្សានឹងតែម្ដងខណៈពេលដែលហ៊ីរ៉ូកូហើយនិងកូហ៊ីណានឹងការពីគាត់ពីក្រោយខ្នងក្រោយមកគីសារ៉ានឹងក៏ស្ដីបន្ទោសរ៉េនតារ៉ូដែលគាត់នឹងបង្ខំបញ្ជារបស់គាត់ទៅលើក្រុមសន្តិសុខស៊ីវិលទាំងនោះប៉ុន្តែគាត់នឹងក៏បានតបវិញថាគាត់នឹងត្រូវតែធ្វើឲ្យពួកគេខ្លាចនឹងគាត់ជាងបិសាចនោះដោយសារតែឥឡូវនេះនឹងពួកគេនឹងមិនហ៊ានប្រយុទ្ធជាមួយនឹងបិសាចសត្វល្អិតនោះទេសូម្បីតែអាស្កាក៏មកដល់ហើយបដិសេធនៅរបបផ្ដាច់ការនេះនឹងផងដែរហើយចង់ប្រយុទ្ធជាមួយនឹងរ៉េនតារ៉ូចំពោះការប្រមាថមើលងាយការដឹកនាំរបស់នាកាម៉ាសាដែលនាំឲ្យពួកគេនឹងចាញ់ជាពីរលើកនេះប៉ុន្តែសូម៉ានឹងក៏បញ្ឈប់នាងបន្ទាប់មកសូម៉ានឹងក៏ស្នើឲ្យចាប់ដៃគូជាមួយនឹងអាស៊ូកាជាបណ្ដោះអាសន្ននឹងដើម្បីសម្លាប់បិសាចអាដេបារ៉ាមនោះហើយនៅពេលនោះមីយូរីនឹងក៏បានមកដល់ជាសំណើរបស់រ៉េនតារ៉ូដោយគាត់នឹងបានស្នើគ្រាប់បែកមួយដែលមានសមត្ថភាពនឹងអាចកម្ចាត់បិសាចអាដេបារ៉ាមនឹងពីខាងក្នុងតែម្ដងចំណែករ៉េនតារ៉ូគាត់នឹងគឺជាអ្នកបំបែកស្បែកដ៏តាន់របស់វានឹងតែម្ដងដើម្បីដាំគ្រាប់បែកនៅក្នុងខ្លួនរបស់វានោះ
ទីបំផុតនៅពេលត្រីនឹងកាន់តែខិតជិតមកដល់ហ្នឹងក្រុមសន្តិសុខស៊ីវិលដែលជួយឧបត្ថម្ភគ្រឿងសព្វាវុធនឹងដោយហាងរបស់ក្រុមហ៊ុនរបស់ Shiba Miyori ហ្នឹងតាមពិតហ្នឹងនាងចង់ជួយមនុស្សដែលនាងស្រឡាញ់ដែលជា Rentaro ហ្នឹងផងដែរគឺដើម្បីរៀបចំប្រឈមមុខនឹងសង្គ្រាមរវាងនឹងបិសាចនឹងអដេបារ៉ាំនៅឯមុខសំណាក់ភ្លើងបដិវត្តដែលជាកន្លែងរំលឹកដល់អេនជូនឹងអំពីមិត្តរបស់នាងដែលបានស្លាប់ប៉ុន្តែ Rentaro នឹងក៏នៅតែធានានាងថាថ្ងៃណាមួយក្មេងបណ្ដាសានឹងត្រូវទទួលស្គាល់នឹងថាជាមនុស្សយ៉ាងពិតប្រាកដហើយក្រោយមកនឹងក្រុមរបស់ Rentaro នឹងក៏ត្រូវបានប្រមូលផ្ដុំបានពេញលេញដែលតំណាងដូចជាសញ្ញាបៀអញ្ចឹងដែលកតិបនឹងគឺជាតាម៉ាគីដៃគូជាមួយនឹង Yusuki ក្រមុំនឹងគឺជាគីសារ៉ាហើយនឹង Tina កញ្ចាស់គឺជា Rentaro ហើយនឹង Enju សញ្ញាអាត់នឹងគឺជា Shoma ហើយនឹង Asuka ហើយសញ្ញាបៀខ្មោចនឹងគឺជា Hiroki ហើយនឹង Kohina ហើយនៅពេលនោះនឹងផងដែរពួកគេនឹងមិនទាន់ដឹងថាតាកូតូនឹងបានព្យាយាមរារាំងកិច្ចប្រតិបត្តិការរបស់ពួកគេនឹងដោយបោះចោលថ្មសម្រាប់អំពូលភ្លើងដែលពួកគេត្រូវការដើម្បីបញ្ចាំងកំណត់ទីតាំងរបស់បិសាចសត្វលិនទាំងអស់នោះទេទោះបីជាថ្មសម្រាប់បញ្ចាំងមើលបិសាចមិនទាន់មកដល់ទាន់ពេលនឹងក៏ដោយក៏ Rentaro នឹងចាប់ផ្ដើមនៃការវាយលុកតតាំងទៅលើហ្វូងពួកបិសាចដែលកំពុងតែសម្រុកចូលមកនឹងប៉ុន្តែភ្លាមនោះពន្លឺពីចង្គៀងក្រដាស់រាប់ពាន់នឹងក៏បានបង្ហោះដោយ Sentency ជាមួយនឹងក្មេងនឹងបណ្ដាសានឹងប្រជាជនរបស់នេះនឹងតាមពិធីបុណ្យនឹងបង្ហោះចង្គៀងនៅក្នុងក្តីសង្ឃឹមនឹងដោយប្រាថ្នាជូនពរជ័យជំនះរបស់ពួកគេប្រឆាំងនឹងបិសាចសត្វលិនទាំងអស់នោះនៅពេលដែលការប្រយុទ្ធចាប់ផ្ដើមនឹងក្រុមសន្តិសុខស៊ីវិលទាំងអស់នឹងក៏បានបាញ់នឹងទម្លាក់គ្រាប់បេទៅដាក់ពួកបិសាចសត្វលិនទាំងអស់នោះសម្រាប់ក្រុមរបស់ Rentaro ពួកគេនឹងក៏បានទៅរកមេដឹកនាំបិសាចនឹងអាដេបារ៉ាមនោះហើយដោយមានជំនួយពីសមាមិត្តរបស់គាត់នឹងជួយគាត់កំទេចបិសាចសត្វលិននៅតាមផ្លូវទាំងអស់នោះ Rentaro និង Enju នឹងក៏ទៅរកទីតាំងរបស់អាដេបារ៉ាមឃើញហើយ Rentaro ក៏បានដាំកំដប់ដៃរបស់គាត់នឹងដើម្បីកប់គ្រាប់បែកនៅក្នុងខ្លួនរបស់វាទោះជាយ៉ាងណាក៏ដោយគ្រាប់បែកនឹងក៏មិនផ្ទុះហើយ Rentaro នឹងក៏សម្រេចចិត្តថាមានផ្លូវមួយចុងក្រោយទៀតគឺគាត់ត្រូវតែលះបង់ខ្លួនឯងរបស់គាត់នឹងដើម្បីទៅវាយបំផ្ទុះវាហើយគាត់ក៏ចាប់ផ្ដើមនិយាយពាក្យលាចុងក្រោយនឹងប្រាប់ Enju អរគុណដល់នាងដែលតែងតែនៅក្បែរគាត់ទោះបីជាគាត់នឹងជាមនុស្សបែបណាក៏ដោយបន្ទាប់មកគាត់នឹងក៏បានដើរពោះ Enju នឹងឲ្យសន្លប់ហើយគាត់នឹងក៏បានសម្រុកទៅរកមេបិសាចនោះរៀបនឹងលះបង់ខ្លួនឯងនឹងដើម្បីកម្ចាត់វាប៉ុន្តែបិសាចនោះនឹងក៏បានផ្លុំសារធាតុរាវចម្រេះលោហៈវ៉ារញោមនឹងហើយក៏ប្រេះខ្ទេចជើងស្ដាំរបស់គាត់ដូច្នេះគាត់នឹងក៏មិនអាចបន្តសម្រុកទៅមុខបានទោះជាយ៉ាងណាក៏ដោយសូម៉ាដែលជាសិស្សច្បងរបស់គាត់នឹងក៏ចេញមកជួយគាត់ជំនួសវិញហើយក៏សម្រុកទៅដល់អាដេបារ៉ាំដោយប្រើក្បាច់ប្រចាំគ្រួសារ Tendo របស់គាត់នឹងគឺកំដាប់ដៃនឹងកំទេចគ្រឿងក្នុងដូច្នេះគ្រាប់បែកនឹងក៏បំផ្ទុះដោយលះបង់ទាំងជីវិតរបស់គាត់នេះនឹងផងដែរនៅថ្ងៃបន្ទាប់ពីបញ្ចប់នៅសង្គ្រាមសមរភូមិទី3នេះហ្នឹង Enju នឹងក៏បានបកស្រាយពីជ័យជំនះរបស់ពួកគេប្រាប់ Rentaro ថាកូនចៅបិសាចទាំងអស់នោះហ្នឹងពេលបាត់បង់មេដឹកនាំរបស់ពួកវាធ្វើឲ្យពួកវាស្រឡាំងកាំងហើយពួកក្រុមសន្តិសុខស៊ីវិលទាំងអស់ហ្នឹងក៏បានកម្ចាត់ពួកវាយ៉ាងងាយតែម្ដងខណៈពេលនោះនឹងផងដែរការសាងសង់សសរវ៉ារញោមទី32ហ្នឹងឡើងវិញហ្នឹងក៏ចាប់ផ្ដើមមួយរយៈក្រោយមកហ្នឹងគីសារ៉ាហ្នឹងក៏បានហៅ Kasumitsu ហ្នឹងឲ្យមកជួបនាងហើយនាងក៏ប្រកល់ផុសតាងដែលនាងទទួលបានហ្នឹងដោយភ្ជាប់រឿងរបស់គាត់ហ្នឹងទៅនឹងអំពើពុករលួយនៅពីក្រោយខ្នងនឹងសសរវ៉ារញោមនឹងទី32ដោយគាត់នឹងលីលោហៈវ៉ារញោមជាមួយនឹងគ្រឿងផ្សំដែលមានតម្លៃថោកផ្សេងទៀតដើម្បីទទួលប្រាក់ចំណេញច្រើននោះហើយជាមូលហេតុនឹងដែលសសរវ៉ារញោមទី32នឹងគ្មានប្រសិទ្ធភាពនឹងដើម្បីដេញមេបិសាចនឹងដំណាក់កាលទី4អាដេបារ៉ាមនឹងឲ្យមកក្បែរវាបានហើយដើម្បីចង់ឲ្យនាងបំភ្លេចរឿងនេះកើតឡើងនឹងគោលការណ៍នឹងគឺតម្រូវឲ្យ Kasumitsu នឹងប្រកួតកាប់ដាវមួយស្មើនឹងជាមួយនឹងគីសារ៉ាតែម្ដងគីសារ៉ានឹងក៏បានប្រើក្បាច់ប្រចាំគ្រួសារ Tendo ពិសេសគឺស្នៀតដាវមិនស្មោរបស់នាងហ្នឹងសម្រុកទៅកាប់ជើងរបស់ Kasumitsu ហើយបង្ខំឲ្យគាត់នឹងសារភាពពីផែនការដែលពួកគេនឹងបានសម្លាប់ឪពុកម្ដាយរបស់នាងនឹងកាលពី10ឆ្នាំមុនបន្ទាប់មក Kasumitsu នឹងក៏សុំចុះចាញ់ដោយសាររបួសធ្ងន់ធ្ងរនេះហើយក៏សារភាពអ្វីគ្រប់យ៉ាងទាំងអស់ទៅគីសារ៉ាថាមានបងប្អូន3នាក់ផ្សេងទៀតរួមទាំង Kikunojo Tendo ដែលជាតារបស់នាងហ្នឹងបានចូលដៃដើម្បីបបិទមាត់នឹងឪពុកម្ដាយរបស់គីសារ៉ាដែលពួកគេនឹងព្យាយាមលាតត្រដាងពីអំពើខូខើរបស់គ្រួសារ Tendo នឹងពីក្រោយខ្នងដែលមានដូចនៅវគ្គ1អញ្ចឹងគ្រួសារតកូល Tendo នេះហ្នឹងគឺជាអ្នកបះបោហ្នឹងបង្កឲ្យមានបិសាចហ្នឹងអុកលុកនៅក្នុងទីក្រុងដើម្បីលើកគេឈ្មោះហ្នឹងគ្រួសារខ្លួនឯងឲ្យមាន stay មកដល់ពេលនេះហើយគឺជាអកម្បាំងដ៏ខ្មៅងឹតរបស់គ្រួសារ Tendo នេះហើយនៅពេលក្រុម Rentaro ហ្នឹងចាក់ចេញហ្នឹង
គីសារ៉ានឹងក៏ចេញទឹកមុខនៅភាពរីករាយដែលបានកម្ចាត់សត្រូវស៊ូពូជរបស់នាងរួមទាំងបញ្ចេញនៅភាពព្យាបាទនិងគំនុំដ៏ខូខើបំផុតចំពោះសត្រូវរបស់នាងខណៈពេលដែលនាងនឹងបានសម្លាប់បងប្រុសរបស់នាងដោយគ្មានវិបដិសារីឬស្ទាក់ស្ទើរបន្តិចឡើយហើយក៏ញញឹមនិងប្រាប់រិនតារ៉ូថាបច្ចេកទេសក្បាច់ដាវដែលនាងប្រើសម្រាប់បងប្រុសរបស់នាងនឹងមិនត្រឹមតែកាប់ជើងរបស់គាត់នឹងតែប៉ុណ្ណោះទេវាគឺកាប់ពាក់កណ្ដាលហើយក៏បំបត្តិសាកសពរបស់គាត់នឹងតែម្ដងនេះធ្វើឲ្យរិនតារ៉ូនឹងភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់មកនាងនឹងក៏បាននិយាយទៅកាន់រិនតារ៉ូថានាងនឹងគឺពិតជាមនុស្សស្រីដែលអាក្រក់មែនហើយនេះជាមូលហេតុដែលនាងនឹងអាចសម្លាប់បងប្រុសរបស់នាងបាននាងក៏បានបង្ហាញផងដែរថានាងមិនមានជំនឿលើយុត្តិធម៌ទេព្រោះវានឹងមិនអាចផ្ដល់ទានទោសនឹងដល់គ្រប់ពួកដែលប្រព្រឹត្តអំពើអាក្រក់បានឡើយហើយនាងជឿយ៉ាងមុតមាំថាមានតែអំពើអាក្រក់ចងអាឃាតទេទើបអាចយកឈ្នះលើអំពើអាក្រក់ដោយខ្លួនឯងបានទោះបីជានាងមើលទៅបកស្រាយទាំងទឹកភ្នែកបន្តិចក៏ដោយក៏ធ្វើឲ្យរិនតារ៉ូអេនជូហើយនិងធីណានឹងឈោគាំងនិយាយលេងចេញតែម្ដងពេលឃើញនាងដូចបែកអញ្ចឹងគឺមនុស្សនាងដូចឈួតដោយសារគំនុំនឹងបាត់ទៅហើយរិនតារ៉ូនឹងក៏ខឹងនឹងវិធីសាស្ត្រសងសឹករបស់គីសារ៉ាដែលគាត់នឹងគិតថាវានឹងគ្រាន់តែជាការប្រហារជីវិតនឹងតាមចិត្តនាងតែប៉ុណ្ណោះប៉ុន្តែគីសារ៉ានឹងក៏បន្ទោសឲ្យគាត់វិញដែលគាត់នឹងមិនមានឆន្ទៈគ្រប់គ្រាន់នឹងចង់បានយុត្តិធម៌ត្រឹមត្រូវទោះបីជាត្រូវធ្វើអំពើអាក្រក់យ៉ាងណាក៏ដោយដោយពេលដែលគាត់នឹងមិនអាចសម្លាប់គីគូណូជូថេនដូដែលព្យាយាមកោះហៅបិសាចសត្វល្អិតដំណាក់កាលទី5ដើម្បីកំទេចទីក្រុងតូក្យូនេះហ្នឹងរួមទាំងរឿងអាស្រូវនៅពីក្រោយខ្នងសូហ្គិនសៃតាកេដែលនៅពីក្រោយឧបទ្ទវហេតុនឹងក្រុងនឹងធ្វើឃាតសេតេនស៊ីនោះហើយគីស្រាងនាងក៏បានដើរចាក់ចេញទៅទុកឲ្យរិនតារ៉ូនឹងក៏សញ្ជឹងគិតថាគាត់នឹងអាចក្លាយជាសត្រូវរបស់គីស្រានៅថ្ងៃណាមួយនៅថ្ងៃបន្ទាប់នោះសេតេនស៊ីនឹងក៏ទទួលបានការយល់ព្រមពីសាធារណជននឹងដើម្បីអនុវត្តច្បាប់ថ្មីដែលនាងសង្ឃឹមថានាងនឹងអាចនឹងជួយសង្គ្រោះក្មេងបណ្ដាសាដែលត្រូវបានបោះបង់ចោលនៅឯតំបន់នឹងខាងក្រៅនោះក្នុងពេលជាមួយគ្នានឹងផងដែរនៅក្នុងរថភ្លើងអេនជូនឹងបានឲ្យរិនត្រូនឹងស្បត់ថាពួកគេនឹងប្រយុទ្ធជាមួយគ្នាមិនថាស្ថិតនៅក្នុងស្ថានភាពបែបណានោះទេជាពិសេសនឹងគឺហាមវាយឲ្យនាងសន្លប់ម្ដងទៀតដូចមុនបន្ទាប់មកនាងនឹងក៏ចាប់ផ្ដើមគិតអំពីអារម្មណ៍នៃការស្លាប់របស់មិត្តភ័ក្តិរបស់ពួកគេដឹងថាពួកគេនឹងមានអារម្មណ៍ឈឺចាប់អត់ពេលដែលបានបាត់បង់ជីវិតចឹងហ្នឹងធ្វើឲ្យរិនត្រូហ្នឹងគាត់នឹងក៏ស្រក់ទឹកភ្នែកខ្លោចចិត្តខ្លាំងមែនទែនតែម្ដងព្រោះគាត់នឹងខ្លាចអេនជូនឹងក៏បាត់បង់ជីវិតរបស់នាងហើយក៏ធ្វើឲ្យគាត់នឹងខ្លាចតែជាមនុស្សឈួតនឹងគំនុំចងអាឃាតនឹងដូចគីសារ៉ានឹងផងដែរហើយអេនជូក៏បានអោបកសោកនឹងរិនត្រូទាំងទឹកភ្នែកហើយសន្យាថានាងនឹងនៅជាមួយគាត់នឹងជានិច្ចតែម្ដងហើយសន្តិភាពនឹងក៏ត្រឡប់មកតំបន់តូក្យូវិញហើយនេះចាប់រឿង Black Bullet ដែលជារឿងខ្ញុំបកប្រែថាក្រកកំភ្លើងខ្មៅសម្រាប់រដូវកាលទី2ខ្ញុំមិនដឹងថាគេចេញឬអត់ទេដោយសារតែរឿងនេះហ្នឹងគឺចេញមកយូរហើយយ៉ាងហោចណាស់យើងបានត្រឹមតែទន្ទឹងរង់ចាំទាំងអស់គ្នាទៅតែបើតាមការពិតហ្នឹងរឿងនេះហ្នឹងគឺមានសាច់រឿងបន្តទៀតហើយក៏ដើម្បីបំបែកនៅអកម្បាំងជាច្រើនដែលសូម្បីតែខ្ញុំក៏នៅតែឆ្ងល់កន្លែងមួយចំនួនដែរនៅក្នុងរឿងនេះហើយជាបញ្ចប់ខ្ញុំអត់មានអ្វីត្រូវនិយាយទេបានត្រឹមតែសូមអរគុណដល់គ្រប់គ្នាសម្រាប់អ្នកដែលតែងតែឧបត្ថម្ភខ្ញុំរួមទាំងអ្នកដែលតែងតែតាមដានស្ដាប់នៃការសម្រាយរឿងរបស់ខ្ញុំបាទ Kaiser ជូនពរគ្រប់គ្នាឲ្យផ្ទះជួបតែសំណាងល្អនិងសុខភាពល្អគ្រប់គ្នាគ្រប់ពេលវេលាគ្រប់ទីកន្លែងសូមជម្រាបលាបាទ